Rồi chân dương nằm ca cho riêng từng ở này chẳng đó bông ôn tăng chất cho bệnh như vậy các bạn chân dương khi nhom cả na từng ở này xong kêu nằm ca đã côn cao thằng bay đây sẽ đi kêu cho ra miền côn bột côn bột thua côn bột song chỉ tì chứ là chỉ tì lực này chất sắp sắp cao xong kêu nằm ca cả na côn chặt kêu phong để nấuក្នុង Zoom នឹងបងប្អូនទាំងអស់គ្នាលោកពូអ្នកមីងបងប្រុសបងស្រីទាំងអស់ដែលនៅក្នុង Zoom នឹងតាមការ live ដោយសេចក្តីជ្រះថ្លាសូមអនុមោទនាទៀតនឹងអញ្ចឹងថ្ងៃហ្នឹងយើងចាប់ផ្ដើមទំព័រថ្មីមេរៀនចិត្តហើយដែលរៀបរៀងដោយលោកគ្រូសំវណ្ណៈហើយក៏សូមរលឹកសូមថ្លែងអំណរគុណដល់លោកគ្រូដែលមានបញ្ញាមានវិរិយភាពខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯងហើយរៀបចំនៅគម្ពីរព្រះអភិធម្មគឺចិត្តបរមត្ថភាសាដីកានឹងឡើងមកដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នាអញ្ចឹងយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណដល់លោកគ្រូយ៉ាងក្រៃលែងចាហើយបន្តទៅទៀតយើងចូលទៅមើលសភៅនឹងទាំងអស់គ្នាណាហ្នឹងហើយយើងចូលទៅមើលហើយខ្ញុំនឹងរៀបរាប់ពីលក្ខណៈរបស់សភៅនឹងខ្លះៗដើម្បីហើយចែកជូនបងប្អូនអ្នកសិក្សានឹងបានមើលអញ្ចឹងសភៅនេះគឺមានការរៀបចំល្អហើយមានការទទួលស្គាល់ពីក្រសួងធម្មការមានសញ្ញេមានបោះត្រាយត្រឹមត្រូវហ្នឹងហើយមិនមែនជា slide ប៉ុន្តែជាសភៅយ៉ាងពិតប្រាកដអញ្ចឹងណាជាសភៅដែលយើងអាចទុកចិត្តយើងអាចមានភាពកក់ក្ដៅនៅក្នុងការរៀនពីព្រោះហើយការរៀបចំសភៅហ្នឹងវាមានច្រើនបែបច្រើនសន្តានហើយក៏មានច្រើនគ្នាដែរដែលបានរៀបចំសភៅហ្នឹងទាក់ទងនឹងរឿងពុទ្ធសាសនាហ្នឹងប៉ុន្តែសភៅដែលច្រើនហើយសភៅខ្លះជា slide ទេមិនបានរៀបរាប់បែបបទតាមរបៀបរបស់ដើមចង់និយាយចឹងណាប៉ុន្តែសភៅនេះមិនមែនជា slide ជាសភៅដែលរៀបរៀងមកជាភាសាដីកាដែលរៀបរៀងមកតាមរបស់ដើមពីដើមដែលពីមុនអញ្ចឹងណាហ្នឹងហើយសភៅខ្លះលោកអត់មានរៀបចំអីច្រើនទេលោកដាក់ជា slide គោលធម៌ឲ្យលោកបញ្យល់ដោយខ្លួនឯងប៉ុន្តែសភៅនេះមានការបញ្យល់បែបបទជាអត្ថកថាដីកាហ្នឹងនៅក្នុងហ្នឹងมันមានពាក្យដូចជាលោកគ្រូអីជាដើមលោកដាក់ពាក្យលោកបញ្យល់ខ្លះប៉ុន្តែมันមានច្រើនទេហើយតាមការពិតទៅបើតាមស្ដាប់គាត់បញ្យល់ទៅគឺថាសឹងថាมันមានពាក្យគាត់ទេគឺសិតតែពាក្យដែលពាក់ព័ន្ធនឹងពាក្យរបស់ព្រះអរហន្តពាក្យរបស់អត្ថកថាហ្នឹងមានន័យថាជាពាក្យរបស់ព្រះអរហន្តដែលបញ្យល់លើពុទ្ធដីកាអញ្ចឹងណាហ្នឹងហើយអញ្ចឹងសភៅនេះហើយនេះម្ចាស់ទៀនដែលលោកជួយជ្រោមជ្រែងក្នុងការធ្វើគម្ពីរហ្នឹងហើយពាក់ព័ន្ធនឹងខ្ញុំត្រួសទៅណាហ្នឹងហើយនេះគឺយើងអាចអឺមានទំនុកចិត្តថាសភៅនេះមិនคล้ายទេហើយមានការទទួលស្គាល់ពីក្រសួងធម្មការអីត្រឹមត្រូវនេះស្លាកក្រសួងធម្មការហ្នឹងហើយមានសញ្ញេរបស់ហើយឯកឧត្តមក្រសួងធម្មការអីត្រឹមត្រូវណាអញ្ចឹងយើងរៀនទៅកក់ក្ដៅហើយអារម្មណ៍ភក្ថានេះក៏បងប្អូនមានពេលចាំបងប្អូនមានសភៅចាំអានខ្លួនឯងទៅណាហ្នឹងហើយចាំមានសភៅចាំអានខ្លួនឯងទៅព្រោះច្រើនដែរអឺបងប្អូនចង់មើលបន្តិចទេហ្នឹងហើយបើចង់មើលបន្តិចចាំអានឲ្យស្ដាប់ណាហ្នឹងអើយនេះលោកគ្រូសំវណ្ណៈម្ចាស់សភៅណាហ្នឹងហើយម្ចាស់សភៅដែលលោកសរសេរហ្នឹងគឺខ្ញុំអានរៀងលឿនតិចទៅបងប្អូនស្ដាប់ណានឹងអារម្មណ៍កថារបស់ណាអើយដែលយល់ឃើញថាដើម្បីឲ្យជីវិតរបស់យើងប្រព្រឹត្តទៅតាមធម្មជាតិពិតមុនដំបូងយើងត្រូវយល់ថាអ្វីជាធម្មជាតិឃើញទេពាក្យថាធម្មជាតិនោះគឺអ្វីដែលកើតឡើងតាមធម្មតាដែលជាសភាវៈជាភាសាបាលីមានន័យស្មើនឹងពាក្យថាធម្មៈហើយពាក្យថាធម្មៈនោះមានវចនដ្ឋានថាអត្តាnăngសភាវៈធិរេតៃតិធម្មោប្រែថាធម្មជាតិដែលទ្រទ្រង់នៅសភាវៈរបស់ខ្លួនដូច្នេះបើតាមន័យនេះអ្វីទាំងអស់ក្នុងលោកនោះសំដៅយកសង្ខារធម៌ទាំងអស់នេះក្តីក្រៅលោកនេះក្តីក្រៅលោកគឺនិព្វានហ្នឹងហើយលោកបញ្ជាក់ណា
មានពាក្យថាក្នុងលោកគឺសំដៅសង្ខារធម៌ហើយក្រៅលោកគឺនិព្វានក្តីសុទ្ធតែឈ្មោះថាជាធម្មៈយ៉ាងហ្នឹងណាទាំងអស់គឺបានដល់ធម្មជាតិនោះឯងដើម្បីឲ្យងាយយល់អំពីធម្មៈនោះយើងអាចបែងចែកតួនាទីរបស់ធម្មៈនោះជាពីរធំគឺហ្នឹងហើយអញ្ចឹងអារម្មណិកៈហ្នឹងអារម្មណិកៈហ្នឹងគឺធម្មជាតិដែលដឹងនៅអារម្មណ៍ធម្មជាតិដែលដឹងនៅអារម្មណ៍ហ្នឹងគឺអីគេឬធម្មជាតិដែលដឹងនៅអារម្មណ៍ឬហៅថាអ្នកដឹងនៅអារម្មណ៍បានដល់ចិត្តចេតសិកដែលភាសាអង់គ្លេសហៅថា mind អញ្ចឹងណាហើយប្រយោគចេះគឺបានដល់អីគេចិត្តនិងចេតសិកអញ្ចឹងអើយធម្មៈចែកចេញជាពីរអញ្ចឹងណាអារម្មណិកៈគឺធម្មជាតិណាដែលប្រទៅដើម្បីការដឹងអារម្មណ៍ហើយអាដឹងអារម្មណ៍ហ្នឹងគឺគេគឺចិត្តនិងចេតសិកហើយអារម្មណ៍ហ្នឹងស្អីគេចាំទៅមុខទៀតយើងចេះណាដែលយើងស្ដាប់ជារួមទៅណានេះគឺជាមតិឬក៏ជាទស្សនៈអារម្មណ៍កថារបស់លោកគ្រូអញ្ចឹងណាមួយទៀតអើយអារម្មណធម្មៈគឺអារម្មណ៍ធម៌អញ្ចឹងគឺធម៌ដែលត្រូវចិត្តនិងចេតសិកនោះដឹងគឺតួអារម្មណ៍អញ្ចឹងហៅថាអ្វីដែលរងការដឹងពីចិត្តនិងចេតសិកអញ្ចឹងមួយជាតួដឹងមួយទៀតជាតួដែលត្រូវរងអំពើពីការដឹងដែលអង់គ្លេសគេថា object ហ្នឹងហើយអ្វីដែលរងអំពើមានន័យថាអ្វីណាដែលចិត្តដឹងអាហ្នឹងឯងគេហៅថាអារម្មណ៍មួយតួដឹងអារម្មណ៍មួយតួអារម្មណ៍ដូចយើងហងៃមានចិត្តមានចិត្តដឹងរឿងអាហ្នឹងគេហៅគេអារម្មណិកៈនេះតែមិនតាន់បញ្យល់អីណាយើងអានតិចសិនទៅទីពីរនេះគឺជាធម្មជាតិត្រូវចិត្តនិងចេតសិកនោះដឹងឬហៅថាអ្វីដែលរងការដឹងអំពីចិត្តនិងចេតសិកនោះបានដល់ចិត្តចេតសិករូបនិព្វានបញ្ញត្តិហ្នឹងហើយអញ្ចឹងចិត្តចេតសិករូបហ្នឹងតួចិត្តចេតសិកហ្នឹងវាដឹងអារម្មណ៍ហើយប៉ុន្តែតួខ្លួនវាហ្នឹងក៏អាចដល់តួជាអារម្មណ៍បានដែរចឹងណាអាហ្នឹងចាំយើងនិយាយទៅមុខទៀតដូច្នេះដើម្បីឲ្យយល់ច្បាស់នៅជីវិតតាមដំណើរធម្មជាតិពិតមានតែការសិក្សាបរមត្ថធម៌មានពិតហ្នឹងហើយតាមការពិតឬមែនតែនឬមានមែនតែននឹងបញ្ញត្តិធម៌មិនមានពិតដោយបរមត្ថតែមានពិតដោយសន្មតហៅប៉ុណ្ណោះដោយពាក្យថាមនុស្សស្នាប់ទេវតាជាដើមក្នុងបណ្ដាធម្មៈទាំងពីរយ៉ាងនោះខ្ញុំនឹងលើកយកបរមត្ថធម៌4យ៉ាងមកបញ្យល់ដោយសង្ខេបអញ្ចឹងចិត្តគឺសភាវៈដែលដឹងនៅអារម្មណ៍ហើយភាសាអង់គ្លេសហៅថាអីគេ consciousness អីចឹងទៅហើយចេតសិកជាធម្មគឺជាសភាវៈដែលកើតរលត់ដឹងអារម្មណ៍និងមានទីតាំងជាមួយនឹងចិត្តហ្នឹងហើយអញ្ចឹងគឺលោកបញ្យល់សង្ខេបអញ្ចឹងហើយរូបគឺសភាវៈដែលប្រែប្រួលព្រោះវិរុទ្ធបច្ច័យហ្នឹងហើយចាំមើលដល់មុខទៅយើងបានរៀនហើយពាក្យទាំងអស់ហ្នឹងចិត្តចេតសិករូបហ្នឹងហើយមួយទៀតគឺនិព្វានជាសភាវៈដែលរួចផុតអំពីតណ្ហាហ្នឹងអញ្ចឹងយើងក៏ត្រូវរៀនដែរខាងមុខអញ្ចឹងគាត់ក៏បន្តទៀតថាពីរឿងនិព្វានហ្នឹងគឺជាសភាវៈរួចថាអំពីតណ្ហាមានលក្ខណៈគឺសុខស្ងប់ដោយមិនមានចិត្តចេតសិកនិងរូបដែលនិព្វានត្រូវហៅជាភាសាអង់គ្លេសបងប្អូនអានខ្លួនឯងទៅខ្ញុំអត់សូវប្រកែកអង់គ្លេសទេអញ្ចឹងសរុបមកវិញដូច្នេះកាលបើយើងយល់អំពីសភាវៈមួយយ៉ាងលម្អិតហើយនឹងធ្វើឲ្យយើងអាចញែកច្បាស់ហ្នឹងហើយអាចញែកច្បាស់ពីសច្ចធម៌នោះបាននឹងលែងប្រកាន់ថាមានអញនិងរបស់អញនឹងធ្វើឲ្យយើងពាល់នៅសេចក្តីសុខពិតជាលើកដំបូងនោះបានគឺសំដៅដល់មានសោតាបត្តមគ្គចិត្តដែលកើតឡើងធ្វើឲ្យយើងពាល់នៅសេចក្តីសុខពិតគឺព្រះនិព្វានជាលើកដំបូងហ្នឹងដូចនេះសិភៅនេះនឹងបំភ្លឺនៅសាធុសប្បុរសទាំងអស់ឲ្យច្បាស់នៅចិត្តបរមត្ថយ៉ាងលម្អិតហើយក្នុងសិភៅភាសាដីកានេះដែរមានចំណុចសំខាន់មានចំណុចសំខាន់4ចំណុចបល័យដើមហ្នឹងហើយទី1គឺបល័យដើមឃើញទេហើយទី2ប្រែសម្រាយសម្រាប់ពុទ្ធបរិស័ទធម្មតាដែលពុំចេះបាលីច្បាស់ឃើញទេទី3ប្រែលោតប្រយោគសម្រាប់សង្ឃនិងអ្នកសិក្សាភាសាបាលីហើយទី4សេចក្តីអធិប្បាយតាមន័យវេយ្យាករណ៍បាលីសេចក្តីវិនិច្ឆ័យសូមអ្នកសិក្សាគ្រប់គ្នាតាំងចិត្តសិក្សាចិត្តបរមត្ថនោះដោយសេចក្តីគោរពព្រោះថាការសិក្សានៅបរិយត្តិធម៌ដ៏ត្រឹមត្រូវនាំឲ្យកើតបញ្ញារួចផុតចាកទុក្ខទាំងពួងនិងធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានដែលជាបរមសុខហ្នឹងហើយថ្ងៃអាទិត្យ
3 កើតខែភទ្របទឆ្នាំថោះបញ្ញស័កពុទ្ធសករាជ 2567 រាជធានីភ្នំពេញត្រូវនឹងថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2023 ព្រឹទ្ធបរិះនៃវិទ្យាស្ថានពុទ្ធកសក្យបុត្រអន្តរជាតិតោមវណ្ណៈមិនដែរបងប្អូនអារម្មណ៍កថារបស់លោកគ្រូ ចាព្រោះគួរជាទីជ្រះថ្លាណាព្រោះលោកគ្រូ ព្រោះលោកគ្រូព្រោះ ហ្នឹងហើយព្រោះគួរជាទីជ្រះថ្លាណា ណាទីចិត្តជ្រះថ្លា អញ្ចឹង បៃតិ ហ្នឹងហើយនឹងគ្រាន់តែខាងដើមឯណាអារម្មណ៍កថារបស់លោកគ្រូមួយឯណាហើយខ្ញុំមានច្រើនទៀតប៉ុន្តែខ្ញុំនឹងមិនអានទេខ្ញុំព្យាយាមទៅមុខតែម្ដងដើម្បីយើងចូលមេរៀនណាហ្នឹងហើយអញ្ចឹងយើងស្ដាប់ប៉ុណ្ណឹងក៏យើងអាចយល់ពីរឿងរ៉ាវខ្លះតាក់ទងនឹងកម្ពីនឹងដែរមែនទេហើយមានច្រើនទៀតមានលោកគ្រូសំវណ្ណៈទៅមានសម្ដេចធម្មលេខិតបណ្ឌិតសៅចន្ទថុលព្រះអង្គហើយលោកតាកុលភេងក៏មានហ្នឹងហើយមានច្រើនក្នុងសភៅហ្នឹងអញ្ចឹងខណៈខ្ញុំមិនបានអានទាំងអស់ទេខ្ញុំអានរបស់លោកគ្រូមួយទេអញ្ចឹងខ្ញុំសូមទៅមុខតែម្ដងណាហើយនេះក៏ជាចំណុចមួយសំខាន់ដែរហើយពាក់ព័ន្ធនឹងកន្លែងនេះគឺគួរតែនិយាយដែរហ្នឹងហើយពាក់ព័ន្ធនឹងហើយចំណុចនេះសម្ភវកថានេះណាភាវនាកថាព្រះដ៏មានវិភាកបានសម្ដែងទុកថាព្រះបរិយត្តិធម៌គឺការសិក្សារៀនសូត្រនៅព្រះពុទ្ធវចនៈគឺបត្រៃបៃដកដែលជាពាក្យព្រានប្រដៅនាំសត្វលោកឲ្យរួចផុតពីសេចក្តីទុក្ខគ្រប់យ៉ាងដូចនេះមានន័យថាព្រះសម្មាសម្ពុទ្ធនឹងបានសម្ដែងនៅព្រះពុទ្ធវចនៈគឺបត្រៃបៃដកហ្នឹងដែលជាពាក្យព្រានប្រដៅរបស់ដែលជាពាក្យព្រានប្រដៅនាំសត្វលោកឲ្យរួចចាកផុតទុក្ខគ្រប់យ៉ាងមែនទេអញ្ចឹងការសិក្សារៀនសូត្រពុទ្ធវចនៈហ្នឹងដូចនេះហើយព្រះដ៏មានវិភាកទ្រង់សម្ដែងទុកនៅលំអ3យ៉ាងគឺអតិកល្យានៈអតិកល្យានគឺលំអខាងដើមបានដល់ព្រះបរិយត្តិធម៌គឺបត្រៃបៃដកនឹងហើយមច្ឆេកល្យានៈគឺលំអត្រង់កណ្ដាលបានដល់បដិបត្តិធម៌និងបរិយាសនកល្យានៈគឺលំអខាងចុងបានដល់បដិវេទអញ្ចឹងបរិយត្តិបដិបត្តិបដិវេទហើយបណ្ដាលំអទាំង3នោះអតិកល្យាណាំងលំអខាងដើមគឺការរៀននៅប្រត្រៃបៃដកដែលជាឫសគល់នៃពុទ្ធសាសនាហើយដើម្បីឲ្យយល់ច្បាស់អំពីព្រះបរិយត្តិសាសនាហ្នឹងបានអ្នកសិក្សាក៏បីសិក្សាគម្ពីរទាំងឡាយដូចជានេះគឺអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនយើងនៅក្នុងនេះទោះបីហើយខ្ញុំជាអ្នកបង្រៀនដឹកនាំសិក្សានេះខ្ញុំមិនសូវជាចេះបាលីប៉ុន្តែខ្ញុំក៏នឹងព្យាយាមសិក្សាភាសាបាលីហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដែលនៅក្នុងទីនេះបើមានឱកាសមានពេលចាស់ក៏ដោយក្មេងក៏ដោយគួរតែរៀនបាលីចឹងណាគួរតែឆ្លៀតពេលរៀនបាលីទោះបីបានច្រើនក្តីតិចក្តីចេះច្រើនតិចយ៉ាងណាក៏បីយកចិត្តទុកដាក់នៅក្នុងភាសាបាលីហ្នឹងបើសិនជាយើងចង់យល់ពុទ្ធវចនៈហ្នឹងបានពិតប្រាកដច្បាស់លាស់ចឹងណាពីព្រោះអីពីព្រោះភាសាបាលីនេះជាភាសាមគ្គធៈហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គផ្ញើព្រះអង្គត្រាស់សម្ដែងពធជាពុទ្ធវចនៈជាពាក្យរបស់ព្រះអង្គហ្នឹងជាភាសាបាលីហ្នឹងឯងអញ្ចឹងបើសិនជាយើងយល់ជ្រាលជ្រៅនៅក្នុងភាសាបាលីហ្នឹងយើងនឹងបានយល់ជ្រៅច្បាស់លាស់នៅក្នុងភាសាធម៌ដូចគ្នាពីព្រោះព្រះអង្គសម្ដែងធម៌ជាភាសាបាលីអញ្ចឹងណាអញ្ចឹងបងប្អូនដែលមិនទាន់អាចចេះបាលីក៏មានបញ្ហាកើតទុកទោមនោះអីក៏នៅតែរៀនបានប៉ុន្តែខ្ញុំគ្រាន់តែមិនចង់ឲ្យមានទម្លាប់មួយថាអត់ចេះបាលីក៏រៀនធម៌បានដែរណាវារៀនបានប៉ុន្តែខ្ញុំមិនលើកទឹកចិត្តឲ្យអញ្ចឹងទេអញ្ចឹងទោះបីខ្ញុំមិនចេះបាលីតែសិក្សាបានខ្លះមែនប៉ុន្តែខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាធ្វើអញ្ចឹងទេយល់ទេខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាព្យាយាមធ្វើម៉េចយកចិត្តទុកដាក់រៀនបាលីទាំងអស់គ្នាបើសិនជាមានពេលមានឱកាសអញ្ចឹងណាតែបើអត់មានពេលឱកាសក៏តាមនឹងទៅប៉ុន្តែក៏មិនមែនហាមគាត់ថាអត់ចេះបាលីមិនឲ្យរៀនធម៌ដែរប៉ុន្តែបើសិនជាបានរៀនធម៌ហើយខ្ញុំលើកទឹកចិត្តឲ្យប្រឹងប្រែងរៀនភាសាបាលីពីព្រោះវាជាគ្រឹះដល់ពេលក្នុងចំណុចនេះអ្នកក៏មានន័យថាឫសគល់នៃពុទ្ធសាសនាហើយដើម្បីឲ្យយល់ព្រះបរិយត្តិ
តិសាសនានឹងបានអ្នកសិក្សាក៏បីសិក្សាគម្ពីរទាំងឡាយដូចជានេះគម្ពីរគ្រឹះមុនហ្នឹងសិក្សាព្រះអភិធម្មឬក៏សិក្សាបិដកហ្នឹងណាប៉ុន្តែយើងមិនអាចទៅសិក្សានៅក្នុងគម្ពីរទាំងអស់ហ្នឹងបានភ្លាមទេព្រោះអ្នកខ្លះក៏គាត់ចាស់ហើយអ្នកខ្លះក៏អត់ពេលប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងខ្ញុំបានជាលើកហើយខ្ញុំបានជានិយាយហើយខ្ញុំបានជាដឹកនាំសិក្សាហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់រៀនភាសាបាលីចឹងណាហើយប៉ុន្តែរឿងរៀនមិនរៀនតាមអធិស្ឋានបងប្អូនចឹងណាហ្នឹងហើយប៉ុន្តែគ្រាន់តែចង់ដូចខ្ញុំប្រាប់ខាងលើចឹងថាចំណុចសំខាន់នៃការសិក្សារៀនសូត្រក្នុងពុទ្ធសាសនាគឺពាក់ព័ន្ធនឹងភាសាបាលីនឹងគឺសំខាន់ណាស់ហ្នឹងហើយដោយលោកគ្រូសវណ្ណៈអ្នករចនាគម្ពីរហ្នឹងអ្នករៀបរៀងគម្ពីរក្នុងសម័យនេះណាហ្នឹងហើយរចនាគម្ពីរព្រះនិរុទ្ធទេចឹងណាប៉ុន្តែចង់និយាយថាគាត់នឹងលោកគ្រូសវណ្ណៈលោកគាត់ចេះច្រើនចេះភាសាបាលីនឹងច្បាស់ហើយភាសាភូមាក៏គាត់ចេះភាសាថៃក៏គាត់ចេះអញ្ចឹងគាត់ចេះច្រើនគាត់យល់ស៊ីជម្រៅហើយគាត់រៀបរៀងមកបានល្អហ្មងហើយសភៅនេះខ្ញុំអាចហ៊ាននិយាយថាស្រុកខ្មែរគឺខ្ញុំទៅឃើញមួយហ្នឹងឯងចឹងណាសភៅដែលរៀបចេញមកបែបហ្នឹងណាហ្នឹងអញ្ចឹងចំណុចនេះដែលខ្ញុំចង់និយាយហ្នឹងគឺខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនយើងបើមានពេលគឺត្រូវយកចិត្តទុកដាក់ក្នុងភាសាបាលីផងចឹងណាហ្នឹងអញ្ចឹងដូចនៅក្នុងនេះក៏គាត់លោកប្រាប់ដែរថាដើម្បីសិក្សាពុទ្ធវចនៈហ្នឹងឲ្យបានល្អហ្នឹងគឺត្រូវសិក្សាគម្ពីរទី1ដូចជាគម្ពីរវេយ្យាករណ៍ណាគម្ពីរវេយ្យាករណ៍ដែលជាគម្ពីរអធិប្បាយវិធីសាស្ត្រក្នុងការប្រើប្រាស់ភាសាមគ្គធៈហ្នឹងមគ្គធីហ្នឹងគឺបាលីហ្នឹងឯងដែលមាន4ខ្សែគឺគម្ពីរកច្ចាយណៈដែលមានគម្ពីរដីកាអធិប្បាយហ្នឹងហើយដូចជាខមត្តតិបនីហ្នឹងហើយបតៈរូបសិទ្ធិហ្នឹងហើយកច្ចាយណៈអីជាដើមនិយាយរួមសភៅដែលមាននៅក្នុងនេះកខកខហ្នឹងគឺបងប្អូនគឺជាសភៅដែលលោកណែនាំឲ្យរៀនចឹងណាហ្នឹងហើយមានគម្ពីរមុគលានគម្ពីរសត្តនិតិហ្នឹងហើយគម្ពីរសត្តសង្កហៈគម្ពីរឆន្ទៈគម្ពីរឆន្ទហ្នឹងហើយគម្ពីរអភិធានគម្ពីរអលង្ការៈហ្នឹងហើយហ្នឹងសិតតែជាគម្ពីរបាលីឬក៏គ្រឹះដំបូងដែលយើងត្រូវចូលរៀននៅក្នុងពុទ្ធវចនៈហ្នឹងដើម្បីឲ្យបានស៊ីជម្រៅចេះដឹងពិតប្រាកដហ្នឹងគឺត្រូវស៊ូខ្ញុំទៅចូលក្រោយគេអត់អីទៀតស្ងាត់ហើយស្ដាប់រៀនចោះទៀតណាហើយអ្នកចូលក្រោយចឹងនេះគ្រាន់តែដើមហេតុបន្តិចដែលខ្ញុំពីដើមឡើយខ្ញុំតែងតែមានទស្សនៈមួយខុសទៅទេធ្វើឲ្យយើងខាតបង់នៅការយល់ដឹងជាច្រើនតកតងនឹងការសិក្សាវធម៌ហើយអ្នកខ្លះក៏គិតថាមិនបាច់រៀនបាលីក៏បានដែរហ្នឹងហើយអាហ្នឹងគិតចឹងអត់ល្អហើយគិតចឹងអត់ល្អហើយណាហ្នឹងហើយចឹងបើមានពេលយើងរៀនបាលីចឹងខ្ញុំប៉ុណ្ណឹងកន្លែងហ្នឹងហើយយើងបន្តទៀតណាហើយនេះមេតិកាហ្នឹងបងប្អូនមានសភៅចាំបងប្អូនចូលមើលខ្លួនឯងទៅណាចឹងចំណុចដែលខ្ញុំរៀបរាប់នេះមិនទាន់ជាគោលបទមត្តធម៌អីទេណាអញ្ចឹងអ្វីដែលយើងត្រូវផ្ដើមសិក្សាក្នុងសភៅនេះគឺចាប់ពីត្រង់កន្លែងនេះទៅពីទំព័រទី1នេះអញ្ចឹងណាចឹងបងប្អូនអ្នកមានសភៅអាចបើឃើញកន្លែងហ្នឹងអីទៀតពូសុវណ្ណបាទឃើញហើយលោកគ្រូហ្នឹងហើយពូសវនសួរអ្នកអត់តន់រៀនលោកគ្រូក៏មានសភៅហើយអ្នកអត់គាត់បងប្អូនដែលមានសភៅថ្មីបងបើកទៅឃើញហើយទំព័រទី1ហ្នឹងហើយឃើញឡើយហ្នឹងទាំងអស់គ្នាណាហ្នឹងហើយខ្ញុំក៏សូមបញ្ជាក់ដែរបាទហើយខ្ញុំក៏សូមបញ្ជាក់មួយដែរពាក់ព័ន្ធនឹងខ្ញុំបាទជាអ្នកដឹកនាំសិក្សានេះក៏ខ្ញុំមិនមែនជាគ្រូជាអ្នកចេះដឹងអីច្រើនដែរគ្រាន់តែខ្ញុំធ្លាប់ឆ្លងកាត់ស្ដាប់សិក្សារៀនមកហើយខ្ញុំចូលចិត្តហើយការដែលខ្ញុំលើកដៃខ្លីតិចការដែលខ្ញុំព្យាយាមបង្រៀននេះក៏ខ្ញុំដើម្បីសន្សំការយល់ដឹងខ្លួនឯងដែរខ្ញុំដើម្បីសន្សំការយល់ដឹងចម្រើនការយល់ដឹងរបស់ខ្លួនឯងដែរហើយក៏ព្យាយាមចែករំលែកទៅតាមលទ្ធភាពដែលខ្ញុំអាចយល់បានហើយខ្ញុំមិនជាអ្នកចេះដឹងច្បាស់លាស់ក្នុងភាសាបាលីទេគឺខ្ញុំខ្សោយភាសាបាលីអញ្ចឹងណាប៉ុន្តែក្នុងសភៅនេះគឺលោកមានបកប្រែសម្រាយឲ្យយើងមានច្រើនអញ្ចឹងណាហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមានពេលចូលទៅស្ដាប់ YouTube លោកគ្រូបន្ថែមឲ្យបានកាន់តែច្បាស់ឬក៏ស្ដាប់ខ្ញុំទៅវាមិនសូវច្បាស់វាមិនសូវល្អក៏ទៅស្ដាប់លោកគ្រូបន្ថែមពីព្រោះលោកគ្រូមានបរិញ្ញាសភៅនឹងច្រើនវគ្គច្រើនសារហើយនៅក្នុងchannel របស់លោកគ្រូសាវណ្ណៈអញ្ចឹងណាគាត់ជាអ្នកធ្វើសភៅនឹងឡើងហើយក៏គាត់ជាអ្នកបរិញ្ញាទៀតគាត់ច្បាស់គាត់បកកាយវែកគាត់បកកាយញែក
ពាក្យមួយសាប់ពាក្យមួយហ្នឹងយ៉ាងច្បាស់ចឹងណាហ្នឹងហើយប៉ុន្តែបងប្អូនព្យាយាមសិក្សានេះគិតថាអឺជាការចាប់ផ្ដើមដំបូងរបស់បងប្អូនទាំងអស់គ្នាតែបងប្អូនមានសភាពទន់ខ្ចីក្នុងការសិក្សាពធអញ្ចឹងយើងទៅមកត្រឡប់សិនណាបងប្អូនណាហ្នឹងហើយអញ្ចឹងខុសត្រូវមិនត្រឹមត្រូវខុសទាស់លៀងត្រង់ណាក៏សូមអធិស្ឋានហើយគ្រប់កន្លែងក្នុងសភៅនេះមិនមែនខ្ញុំសិតតែអាចដោះស្រាយបញ្យល់បានទាំងអស់ពីព្រោះកន្លែងខ្លះជ្រៅដោយវេយ្យាករណ៍បាលីហើយអញ្ចឹងយើងមុជអត់ដល់យើងមុជអត់ជ្រៅយើងទៅអត់ដល់ទេប៉ុន្តែមួយចំនួនដែលយើងអាចសិក្សាបានយើងនឹងព្យាយាមសិក្សាណាចឹងបងប្អូនក៏បីយល់អធិស្ឋានឡើងនឹងផងទៀតណាបាទលោកគ្រូអរគុណច្រើនលោកគ្រូហ្នឹងហើយក៏រៀបរាប់ចង់អស់ម៉ោងគ្រូខំបរៀនណាលោកគ្រូលោកគ្រូរៀបការថ្ងៃណាលោកគ្រូថាអីម៉ាក់យាយអីលើកកូនក៏មកឲ្យហ៎លោកគ្រូរៀបការថ្ងៃណាលោកគ្រូកុំខំប្រឹងពេកអីម៉ាក់យាយណាលើកូនកុំមកឲ្យនោះមួយច័ន្ទសូភីហាអើយមានអ្នកណាអ៊ំពូអ្នកមីងគាត់និយាយលេងលោកគ្រូគាត់ថាគាត់មានអ្នកកំណាន់ហើយក្មួយអើយសុំតូនអ្នកមីងផងកាឡូអន់ចិត្តអើយខំអូឬគេតែប្រាប់តាមកអោខំអូខំរត់មកចោលលោកគ្រូចិត្តបានញ៉ាំការលោកគ្រូកូនឯងមកគ្រូល្បីហ្នឹងកូនហ្នឹងហើយអត់អីទេអើយតាមពិតទៅគ្រូមានអើយម្ចាស់ចិត្តម្ចាស់បេះដូងហើយចឹងណាលោកគ្រូយល់ធម៌នៅចង់មកម្ចាស់ចិត្តទេលោកគ្រូហើយយល់ធម៌អីយើងមិនតអស់កិលេសណាតអស់កិលេសបានយើងលែងចង់បានប្រពន្ធចឹងណាអាណាគាមានបុគ្គលចឹងណាថាកាលមុនលោកគ្រូថាទៅបួសនោះលោកគ្រូបួសហើយលោកគ្រូព្រោះឥឡូវជាប់តាក់ទៀតហើយហ្នឹងចឹងតាមហ្នឹងទៅឥឡូវទុកមកដុំសិនចុះណាលោកគ្រូអត់រួចពីដំណាក់កាលស្អាតមែនហ្នឹងហើយបានរួចទេដល់អស់កិលេសបានរួចអញ្ចឹងងាកចូលមកមេរៀនយើងវិញហើយខាងដើមអញ្ចឹងណាខាងដើមនេះគឺយើងនឹងសិក្សាចាប់ពីឃ្នាបទី1នេះទៅដែលមានពាក្យជាអាចបាលីជាអាចថាសម្មាសម្ពុទ្ធមតុលੰសទ្ធម្មកនុត្តមੰអភិវាទយៈភាសិសੰអភិធម្មតសង្ឃហੰអញ្ចឹងនៅក្នុងគាថាទាំងមូលនេះវត្ថុបំណងមាន2យ៉ាងទី1ពាក់ព័ន្ធនឹងការនមស្ការព្រះអនុរុទ្ធេចាហ្នឹងលោកនមស្ការដល់ព្រះសម្មាសម្ពុទ្ធនិងទី2គឺការបដិញ្ញាក្នុងការរចនានៅគម្ពីរអភិធម្មសង្ឃៈហ្នឹងអញ្ចឹងណាហ្នឹងហើយតើអញ្ចឹងយើងមើលទាំងអស់គ្នាណាអញ្ចឹងចំណុចទី1នេះមានបាលីថាសម្មាសម្ពុទ្ធមតុលੰសសទ្ធម្មកនុត្តមੰអភិវាទយៈភាសិសੰអភិធម្មតសង្ឃហੰហ្នឹងហើយអញ្ចឹងប្រែនេះប្រែខាងក្រោមនេះណាមានន័យថាខ្ញុំព្រះកណរាខ្ញុំព្រះអង្គព្រះអនុរុទ្ធខ្ញុំព្រះអង្គអនុរុទ្ធសូមក្រាបថ្វាយបង្គំដោយវិសេសនៅព្រះសម្មាសម្ពុទ្ធអញ្ចឹងមានន័យថាព្រះអនុរុទ្ធហ្នឹងលោកហើយនមស្ការចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងហើយព្រះអង្គដែលមិនមានបុគ្គលស្មើមួយលើដោយព្រះសទ្ធម្មនិងក្រុមនៃអរិយសង្ឃដ៏ឧត្តមហ្នឹងហើយនឹងពោលនៅគម្ពីរឈ្មោះថាអភិធម្មតសង្ឃៈដូចតទៅហ្នឹងអញ្ចឹងមានន័យថាព្រះរុទ្ធធេចាហ្នឹងលោកថ្វាយអង្គមដោយពិសេសចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងហើយលោកបដិញ្ញាថាលោកនឹងរចនាគម្ពីរអភិធម្មតសង្ឃៈហ្នឹងហើយអានេះជាខាងដើមណាបងប្អូនស្ដាប់ជារឿយទៅហើយយើងមើលពាក្យលោតប្រយោគនេះគឺអហង្រីខ្ញុំព្រះអនុរុទ្ធតែប៉ុន្តែពាក្យព្រះក្នុងទីនេះអនុរុទ្ធនេះអនុរុទ្ធថេរៈនេះលោកមិនមែនជាព្រះអីទេអញ្ចឹងណាប៉ុន្តែដោយសារយើងដោយការគោរពអញ្ចឹងយើងប្រើពាក្យព្រះហ្នឹងជាពាក្យលើកតម្កើងចំពោះអ្នកមានការចេះដឹងច្រើនឬក៏ចំពោះដូចព្រះអនុរុទ្ធនេះលោកចេះដឹងច្រើននៅក្នុងពុទ្ធវចនៈហ្នឹងអញ្ចឹងណាជាអ្នកនៅក្នុងពុទ្ធសាសនាហ្នឹងព្រះអនុរុទ្ធនេះប៉ុន្តែយើងកុំឃើញជាប់ពាក្យថាឃើញព្រះអញ្ចឹងយើងយល់ថាព្រះដូចជាព្រះមួយអង្គដែរណាមិនមែនទេអញ្
chẳng hạn lục còn đại chia lục đôi chim mình chỉ phải đặt hòn phong chẳng hạn nè lục toàn sầm lại chỉ phải đặt hòn phong chẳng hàng ri nhom phải đặt rốt PV thì sốngกราบถวายบังคมโดยวิเศษสัมมาสัมพุทธะแม่ตุลังเนื้อสัมมาสัมพุทธะเนื้อพระสัมมาสัมพุทธะตุลังได้พระองค์มันเมียนบุคคลสมาสะสัทธอมแม่กนุตตมังมวยอันเลือได้พระสัทธอมหนึ่งกรมในพระอะไรอยู่สองดาวดำเพียใส่สังหนึ่งปูลอภิธรรมมาตสองครั้งเนื้อกุมปีชมัวอภิธรรมมาตสองบางกะฮะchẳng hạn ấy ban kháng đào môn nó nhom để dây chỉ rùm tha tẹt tông năng cho nói ní cứ lục chọn để dây lục chọn prab dân tha pre rốt năng thoai bằng cung pre sama sampot năng sama ska thoai bằng cung pre sama sampot năng đại vị xe này vị xe trăng ná đại lục pol thầm ấy cứ đó nó pre sama sampot pre ong mình miên bậc côn sma này mình miên bậc côn sma bờ lục rú còn che bờ lầy cho nó còn nhê bịa bờ lầy năng ở dương tha tẹt tông năng đại mình miên bậc côn sma năng nó không bọt na nó không chừng nói na nó lúc mình vô cho ra đôi không ní để thà để mình miên bọc cô mà nó cứ trong bị tổ làng nè chẳng á này hay để tha chỉ ca thoại bằng cung đây vì xe nó cứ vì xe trong mấy vì xe trong tha lục pol làm mấy tha presama sampot đây mình miên bọc cô mà chẳng presama sampot mình miên bọc cô mà trong ấy trong lục bọc cọp đời sớm mà thị bà nhà dạng khai lên đây mình miên bọc cô mà bọn thế chẳng á chẳng bọnพระสัมมาสัมพุทธbọnជាបុគ្គលដែលពិសេសមែនអត់ពិសេសក្រៃលែងមែនទេពិសេសជាងសត្វលោកយើងហ៎ព្រះអង្គជាអ្នកត្រាស់ដឹងមែនណាហ្នឹងហើយអញ្ចឹងយើងមិនមានអីជាលំបាកយល់ទេព្រោះយើងរៀនតាមបែបសម្រាយដោយយោងតាមបាលីហ្នឹងចឹងតោះហើយអញ្ចឹងទៅសរុបមកវិញបងប្អូនយល់កន្លែងនេះហ៎ហើយហាងរីខ្ញុំព្រះនរោត្តអភិវិទ្យាសូមថ្វាយបង្គំដោយពិសេសហើយសម្មាសម្ពុទ្ធខាងនៅព្រះសម្មាសម្ពុទ្ធអតុលាងដែលព្រះអង្គមិនមានបុគ្គលស្មើចឹងណាហ្នឹងហើយសសទ្ធម្មកនុត្តមង្គមួយលើដោយព្រះសទ្ធម្មនិងក្រុមនៃអរិយសង្ឃចឹងដោយថ្វាយបង្គំចំពោះប្រតនត្រ័យនឹងឯងដោយឧត្តមភាសិសង្ឃនិងពោលអភិធម្មសង្ឃខាងនៅកម្ពីអភិធម្មសង្ឃគឺលោកបន្ទាប់ពីលោកថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធនមស្ការចំពោះព្រះសម្មាសម្ពុទ្ធដោយវិសេសហើយលោកបដិញ្ញាថាម៉េចលោកនឹងពោលអភិធម្មមតសង្ឃាងនៅកម្ពីរចនានៅកម្ពីព្រះអភិធម្មនឹងឯងអញ្ចឹងណាហើយអភិធម្មសង្ឃាងនេះគឺបងប្អូនទីបានយល់ផងទេណាជាបានយល់លឺសូហើយជាកម្ពីសង្ខេបព្រះអភិធម្ម7កម្ពីអញ្ចឹងណាព្រះអភិធម្មទាំងអស់មាន7កម្ពីជាអភិធម្ម3ដកដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាព្រះអភិធម្មនោះមាន7កម្ពីដល់ពេលអភិធម្មសង្ឃៈនេះគឺកម្ពីដែលរួបរวมនៅអត្ថសេចក្តីនៃសភាវៈរបស់ព្រះអភិធម្មហ្នឹងកម្ពី7កម្ពីហ្នឹងមានចិត្តចេតសិកជាដើមនេះចឹងណាស្ដាប់បានទេកន្លែងហ្នឹងយើងយល់កន្លែងហ្នឹងបានទេចាតនលោកគ្រូតនហ្នឹងណាកន្លែងនេះមានអីបញ្យល់ច្រើនទេគ្រាន់តែលោកចង់ប្រាប់ថាលោកចង់បញ្យល់យើងថាម៉េចថាព្រះនរោត្តលោកនឹងថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធគឺនមស្ការចំពោះព្រះសម្មាសម្ពុទ្ធនោះដោយវិសេសហ្នឹងហើយក្រោយពីលោកថ្វាយបង្គំហើយលោកក៏នឹងពោលបដិញ្ញាថានឹងពោលនៅកម្ពីអភិធម្មសង្ឃៈនេះហ្នឹងហើយអញ្ចឹងក្នុងគាថាហ្នឹងលោកបញ្យល់ពាក់ព័ន្ធរឿងហ្នឹងណាតើបានទេប៉ុណ្ណឹងយល់គ្រូហ្នឹងហើយអញ្ចឹងយើងមើលអនុសន្ធិតសេចក្តីជាធម្មតានៅក្នុងលោកយើងនេះថាហេតុអីបានលោកពោលបានលោកនិយាយពាក់ព័ន្ធរឿងហ្នឹងនេះអញ្ចឹងមានហេតុអីអញ្ចឹងអនុសន្ធិតសេចក្តីនេះថាជាធម្មតានៅក្នុងលោកយើងនេះមានភ័យអន្តរាយនេះមានន័យថាគ្រឿងរារាំងដែលជាភ័យអញ្ចឹងណាភ័យអន្តរាយជាច្រើនដែលអាចកើតឡើងបានគ្រប់ពេលដើម្បីបញ្ជាហើយក្នុងលោកយើងនេះមានន័យថាម៉េចគឺលោកពាក់ព័ន្ធនឹងកាមលោករូបលោកអីជាដើមណាប៉ុន្តែក្នុងទីនេះសំដៅយកមនុស្សលោកយើងនឹងឯងព្រះនរោត្តលោកមិនជាមនុស្សយើងធម្មតាមែនទេហ្នឹងហើយអញ្ចឹង
ដែលអាចកើតឡើងបានគ្រប់ពេលដើម្បីបញ្ជានៅភ័យអន្តរាយទាំងឡាយនោះនិងជាប្រយោជន៍ដល់ការរចនាគម្ពីរទើបប្រធេរៈនាមថាអនុរុទ្ធពោលនៅពាក្យជាបណាមមង្គលថាសម្មាសម្ពុទ្ធមតុលាំងជាដើមនេះឡើងដើម្បីសរសើរនៅគុណបរតនត្រ័យអញ្ចឹងពេលដែលលោករចនាគម្ពីរហ្នឹងដូចថាលោកមានបរតនត្រ័យមានពុទ្ធពធប្រសង្ឃហ្នឹងជាកម្លាំងចិត្តរបស់លោកអញ្ចឹងណាយើងណាដើម្បីជាកម្លាំងចិត្តក្នុងការរចនាគម្ពីរដោយសេចក្តីជ្រះថ្លាហ្នឹងណាគឺលោកដូចថាយកពុទ្ធពធប្រសង្ឃហ្នឹងជាកម្លាំងចិត្តតែហ្មងណាយល់ទេដូចយើងដូចឡើយនេះលោកមិនថាម៉េចពីព្រោះការនមស្ការដល់ព្រះអង្គហ្នឹងគឺជារឿងសំខាន់ណាមែនទេចាហ្នឹងហើយហើយពាក់ព័ន្ធនឹងចំណុចបន្តហ្នឹងលោកពោលនៅបណាមមង្គលបណាមមង្គលគេថាមានន័យថាបណាមនេះគឺតកតងនឹងការថ្វាយបង្គំថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធមង្គលមានន័យថាជាការកាត់បន្ថយនៅអកុសលទាំងឡាយអញ្ចឹងណាបាត់ណាមមង្គលហ្នឹងមានន័យថាកាត់បងនៅអកុសលទាំងឡាយមានន័យថាពាក់ព័ន្ធនឹងមង្គលគឺសេរីសួស្តីសំដៅដល់កុសលចិត្តដែលវាកើតណាអញ្ចឹងនៅពេលដែលមង្គលនេះគឺកម្ចាត់បងនៅភ័យគឺអកុសលទាំងឡាយមានន័យថាជាការប្រព្រឹត្តទៅនៃកុសលចិត្តដែលយើងហៅថាសុខសុភមង្គលសេចក្តីសុខណាអញ្ចឹងពាក្យព័ន្ធនឹងគាថាដែលជាមង្គលដែលប្រព្រឹត្តទៅដោយការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធនឹងដោយលើកពាក្យសរសើរថាជាសម្មាសម្ពុទ្ធមតុលាំងជាដើមដែលសម្ពុទ្ធមតុនឹងលាំងដែលព្រះអង្គមិនមានបុគ្គលស្មើណាអង្គពិសេសដែលមិនមានបុគ្គលស្មើណាចាដើមនេះឡើងដើម្បីសរសើរនៅគុណព្រះរតនត្រ័យហ្នឹងតើយើងមើលតទៀតណាមិនជានេះអីទេណាម្យ៉ាងវិញទៀតកិច្ចការងាររចនាគម្ពីរនេះជាកិច្ចការងារដ៏ធំសំខាន់ជាប្រយោជន៍ដល់ការបំពេញនៅបញ្ញាបារមីអញ្ចឹងកិច្ចការងាររចនាគម្ពីរហ្នឹងគឺជាកិច្ចការងារសំខាន់ណាស់សម្រាប់ព្រះនរោត្តហ្នឹងដោយទីលោករៀបរៀងរចនាគម្ពីរហ្នឹងសំខាន់ណាស់ទុកឲ្យយើងរៀនអញ្ចឹងទៅបានជាព្រះបរិយ័តគ្រប់ជំនាន់គ្រប់រហូតដល់យើងអញ្ចឹងណាសំខាន់ណាស់ហើយនឹងដើម្បីជាប្រយោជន៍ដើម្បីបំពេញបញ្ញាបារមីរបស់លោកផងទើបព្រះថេរៈនាមអនុរុទ្ធពោលនៅពាក្យជាបណាមមង្គលថាសម្មាសម្ពុទ្ធមតុលាំងជាដើមនេះឡើងដើម្បីញ៉ាំងបៃតិសោមនស្សរបស់ខ្លួនឲ្យកើតឡើងជាខាងដើមឃើញទេមុននឹងចាប់ផ្ដើមនៅការងារដ៏សំខាន់នេះសំដោយពុទ្ធដីកាថាពោជាចពោចនីយានងតាំងមានកលៈមានកលៈមុតតមង្សហ្នឹងហើយតាំងមានកលៈតាមាំងកលមុតតមង្សតមង្សតាំងមាំងកលមុតតមង្សបល័យពិបាកអានណាមាំងកលៈមុតតមង្សលោកគ្រូហ្នឹងហើយមាំងកលៈមុតតមង្សតែមិនដូចមានអីពិបាកយល់ទេណាលោកយល់អស់ហើយណាជាបំណងរបស់ព្រះនរោត្តហ្នឹងហើយតកតងនឹងរឿងរចនាគម្ពីររបស់លោកអញ្ចឹងទៅលោកប្រាប់យើងអញ្ចឹងណាហ្នឹងហើយហេតុអីបានលោកពោលនៅពាក្យទាំងអស់ហ្នឹងឡើងគឺអីដើម្បីញ៉ាំងបៃតិសោមនស្សរបស់ខ្លួនហ្នឹងឲ្យកើតឡើងជាខាងដើមដើម្បីមុននឹងចាប់ដើមការងារដ៏សំខាន់គឺការរចនាគម្ពីរហ្នឹងឯងហ្នឹងហើយតោះយើងមើលកន្ធារម្ភៈ3យ៉ាងកន្ធារម្ភៈនេះកន្ធារម្ភៈនេះគឺគម្ពីរអញ្ចឹងមានន័យថាប្រភេទរបៀបនៃការរចនាគម្ពីរហ្នឹងមាន3ប្រភេទអញ្ចឹងណាមាន3របៀបមាន3 style អញ្ចឹងណារបៀបនៃការរចនាគម្ពីរទី1គេហៅថាវត្ថុបុព្វកៈកន្ធារម្ភៈវត្ថុបុព្វកៈកន្ធារម្ភៈនេះវត្ថុក្នុងទីនេះខាងក្រោមមានបញ្យលហើយតែខ្ញុំប្រាប់ខ្លះវត្ថុក្នុងទីនេះសំដៅយករឿងរ៉ាវ
chẳng á rương rau chìa này tiên này ấy chỉ đáo mất á hay vật thụ nâng dương cứ vì mình đây tràn chẳng á vật thụ nâng thế này mình đây tràn vật thụ đôi chìa vật thụ rụp vật thụ rụp nâng ban đầu bà sát từ rụp ấy chỉ đáo mất á vật thụ đây chỉ tìa sạch bao chân trên sạc chẳng tờ vật thụ prao pra ấy chẳng tờ vì mình đây tràn bên tay nâng thế này mình sầm đau vô này thằng on tế cứ sầm đau vô vật thụ nâng thế này cứ vô sầm đau vô rương rào chẳng á và bậc cả này khẳng đám khẳng cao miên bị vô bị thằng on năng chẳng á nhầm bệnh gì ra nó phụ ở sơ chơi lấy gì cho bị khó chẳng timประเภทในการรายงานกับปีเป็นประเภทที่มวยบัดหกปปกะกอนทารำเพะที่ปีอาศัยสะปปกะกอนทารำเพะให้ที่ใบนี้คือปนามแม่ปปกะกอนทารำเพะchẳng á này chẳng dương mơ cho nội mùi mùi năng tiết tham bên đâyอย่างไรบรรดากอนทารำเพะใบประเภทนู้นเป็นในทางระเบียบในการรายงานกับปีนั้นvì miền bayประเภทนั้นให้ใบประเภทนั้นคือcáiตีมวยนั่นคือcáiตีมวยเนี่ยวัตถุปปกะกอนทารำแพะเนี่ยคือการประรบเนื้อกลุ่มการประรบทเวอร์เนื้อกลุ่มปีเจดำบงดาวเมียนวัตถุได้เมียนวัตถุให้เมียนวัตถุนั้นคือไอ้คือเรื่องเจียบปะหายโดยเจท้าไซเล่ปตัดทายะเนโรสะปัญญามีในทางแจ้อาจจะในตีมวยนั่งกี่จังใหญ่ท่าการรายงานกับปีนั้นโดยโลกมีเรื่องราวเจ็บปวดหายอย่างนั้นอาจจะในตีมวยเนี่ยวัตถุปปกะกอนทารำแพะเนี่ยไม่ได้ท่าระเบียบในการรายงานกับปีมวยสไตล์มวยเนยนะมวยสไตล์มวยระเบียบระเบียบตีมวยนั่งกี่จังใหญ่ท่ามุนหนึ่งเกย์รายงานกับปีนั่งเกย์รายงานกับปีโดยเกย์โดยประรบได้ประรบโยเรื่องราวหน้ามวยchỉ hai thằng đàoให้có ra cho nàng cầm pi nâng chẳng tại chẳng á hay đại lục anh ấy viên mình kho pin chế ông mà thành chế ông mà tha dương khơi vi địa phim đó vào bụng mà đại dương chẳng á bụng đại dương còn viên vi địa phim nó ca lẹ bằng châm dương đời hai chơi rồi còn to xuống chứng dươngประรบโยเรื่องราวหน้ามวยរបស់គាត់ហើយយើងទៅសេជាសភៅមួយហើយយើងដាក់ចំណងជើងចឹងទៅchẳng á bên là ca ra cho nàng cầm pi đến khi trong thầm nào ta tha chỉ ca ra cho nàng cầm pi đôiประรบโยเรื่องราวหน้ามวยchỉ hai thằng đám đâm bấy ca ra cho nàng cầm pi nè vô lấy là nhá vô là phụ chỉ style á bài video chẩn pi này lại nè vôแล้วนะอันนี้มันเปียปอนเรื่องบอระบาดถอยไอ้จานได้ก่อนนะขังดามจังก็บัดไปโยไอ้จานก็ไอ้ได้จำลมอัดจมูกขู่ทอมได้จังได้เมียนโดยเจียทาไซเล่ปตัดทายะเนี่ยโรสะปัญญาได้เมียนออกหน่อยcáiสังยุตตนิกายนะสังนี่คือสังยุตตนิกายนะนี่คือนิกายโดยพระองค์พระสัมมาสัมพุทธพระองค์สำแดงเกียรติทานนั่นไงนกน้องสังยุตตนิกายนกน้องใบดอนะchỉ đám để miên nọc nóng vì sao tầm mẹ bên đây ta kia tha đấy bỏ ông tầm đấy nọc nóng bật tay vậy đó nọc nóng sang cho tại đi cài chẳng á hay kia tha năng để kia bột kia tha năng hay kia có từ xe nè hay kia tha năng nọc nóng cái kế nè nơi để miên nọc nóng cầm pi vì sao tầm mẹ thaได้บรบเรื่องเทวดาบุญอ้องตูซัวเนอสมนัวจมพัวพระดมเมียนประเภทนั่นไงชั่วโมงท่าวัดโถปปกะคันท่ารำแพะไม่ได้ท่าขนมสะเพอวิสัตแม่เนี่ยได้การล้างเมาเนี่ยคือเมียนขนมสะเพอวิสัตแม่นั้นได้การล้างเมานั้นสะเพอนั้นโดยมนได้ประรบโยเรื่องราวมวยได้เปะปอนหนังเกียร์ทานั้นให้ก็โลกราชนาของปีวิสัตแม่นั่งล้างน้องได้ยินจังแต่วิบินเรื่องราวที่แต่ยังอดใจเรื่องราวอ่อนนั่งไงเรื่องราวนั่งเปะปอนนั่งใส่เฉยนะจังไงปัจจัยคนนะcái trong vậy thay trình độ tìm muối cái trong này dễ pi ra cara chana cầm pi nè cái đối bờ rốt vô rương rau nam muối hay nam muối hay có cái ra chana cầm pi nè đối cầm pi vì sao tụi mẹ này chăng cầm pi sao tụi mẹ này đại vì sao tụi mẹ nè đại riêng làng màu nè cứ miên bờ rốt nở rương hay bờ bo tê và đá để trôi từ xua rồi boแต่โจดูตัวซัวจมพวกแปรดอกเมียนประเภทอย่างนั้นนะถ้าบุคคลได้กำจัดบ้องหนูปรีดอกไอ้ยังไม่นู้
ដោយអ្វីណាឲ្យព្រះសម្មាសម្ពុទ្ធក៏លោកសម្ដែងថាជាអ្នកតាំងនៅក្នុងសិលជាអ្នកកម្ចាត់បងនៅព្រៃស្ដុកគឺតណ្ហានោះដែលលោកបញ្យល់ណាហ្នឹងហើយអញ្ចឹងសភៅហ្នឹងគឺដោយប្រពយករឿងរ៉ាវហ្នឹងហើយក៏ទៅសេសភៅហ្នឹងមកអញ្ចឹងទី2នេះគឺពាក់ព័ន្ធនឹងអាស័យសៈបពកៈកន្ធារម្ភៈនេះគឺពាក់ព័ន្ធនឹងចំណុចទី2នេះគឺមិនមែនជារឿងរ៉ាវទេប៉ុន្តែគឺការប្រពធ្វើនៅគម្ពីរនឹងជាដំបូងដោយមានការប្រាថ្នាគឺអាស័យសៈហ្នឹងមានន័យថាការប្រាថ្នាបំណងប្រាថ្នារបស់នេះណាបំណងប្រាថ្នារបស់អ្នករចនាគម្ពីរហ្នឹងជាហេតុដូចជាគាថាមុនិនតោវតៈណាំ ពុជៈ នឹងណាំមុជៈជាដើមដែលប្រពដែលប្រាថ្នាសុំញ៉ាំងចិត្តរបស់ខ្លួនឲ្យរីករាយអញ្ចឹងគាត់មានបំណងប្រាថ្នាគាត់មានប្រាថ្នាដើម្បីញ៉ាំងចិត្តរបស់ខ្លួនឲ្យរីករាយដោយហេតុជាហ្នឹងជាខាងដើមទៅក៏លោករចនាគម្ពីរកាត់គម្ពីរឡើងមកអញ្ចឹងណាដោយបំណងប្រាថ្នាញ៉ាំងចិត្តរបស់ខ្លួនហ្នឹងឲ្យរីករាយអញ្ចឹងគាត់លើកយកអាហេតុហ្នឹងជាខាងដើមដើម្បីហើយក៏រចនាគម្ពីរហ្នឹងនឹងឡើងមកក្នុងន័យអញ្ចឹងណាទី3ការប្រពធ្វើនៅគម្ពីរជាដំបូងដោយការនមស្ការក្រាបថ្វាយបង្គំប្រតនត្រ័យជាហេតុខាងដើមអានេះមានន័យថាប្រពរចនាគម្ពីរជាដំបូងដោយគេដោយការបង្គំដោយការក្រាបថ្វាយបង្គំចំពោះប្រតនត្រ័យជាហេតុខាងដើមអញ្ចឹងគម្ពីរហ្នឹងគឺមានន័យថាកើតឡើងមកដោយការគាត់ប្រពយកការថ្វាយបង្គំនឹងជាខាងដើមហើយក៏ការថ្វាយបង្គំចំពោះប្រតនត្រ័យជាខាងដើមហើយក៏រចនាគម្ពីរនឹងឡើងមកអញ្ចឹងវាមាន3 style អញ្ចឹងណាអានេះសរុបមកវិញទី1គឺមានន័យថាសរសេរប្រពសរសេរសភៅនឹងមកដោយប្រពយករឿងហេតុណាមួយជាខាងដើមហើយក៏រចនាគម្ពីរទី2នេះគឺលោកមានបំណងប្រាថ្នាដែលលោកមានបំណងប្រាថ្នាថាលោកមានបំណងប្រាថ្នាអីមួយអញ្ចឹងណាឬក៏ថាដូចក្នុងនេះលោកដាក់ថាម៉េចលោកមានបំណងប្រាថ្នាញ៉ាំងចិត្តរបស់ខ្លួននឹងឲ្យរីករាយអញ្ចឹងដោយហេតុហ្នឹងជាខាងដើមលោកក៏រចនាគម្ពីរមួយគម្ពីរហ្នឹងកើតឡើងអញ្ចឹងវាមានពីរ style ណាទី3នេះគឺបណាមៈបពកៈកន្ធារម្ភៈនេះដោយប្រពយកការថ្វាយបង្គំចំពោះបរតនត្រ័យជាខាងដើមជាហេតុហើយក៏រចនាគម្ពីរឡើងមកអញ្ចឹងចំណុច3ហ្នឹងយល់ទេយល់ទេហ្នឹងហើយដូចមានអីពិបាកទេណាដូចយើងយល់ប៉ុណ្ណឹងទៅក៏បានដែរណាតោះអញ្ចឹងយើងមើលតទៅទៀតទី3នេះដែលលោកខ្ញុំបានតអញ្ចឹងការប្រពធ្វើនៅគម្ពីរជាដំបូងដោយមានការក្រាបថ្វាយបង្គំរតនត្រ័យជាហេតុខាងដើមបពហេតុនេះជាហេតុខាងដើមណាហ្នឹងហើយដូចជាថាតស្សៈបាតេនមស្សត្វាជាដើមដែលមាននៅក្នុងគម្ពីរអត្តសាលនីអត្ថកថាដែលមានការក្រាបថ្វាយបង្គំនៅព្រះបាទទាំងឡាយរបស់ព្រះដ៏មានវិភាកឈ្មោះថាបណាមៈបពកៈកន្ធារម្ភៈហ្នឹងអញ្ចឹងការរចនាគម្ពីរដោយប្រពយកការនមស្ការក្រាបថ្វាយបង្គំចំពោះព្រះបរតនត្រ័យជាខាងដើមហើយក៏រចនាគម្ពីរអញ្ចឹង style នៃការរចនាគម្ពីរមាន3របៀបអញ្ចឹងក្នុងចំណុចហ្នឹងគេចង់និយាយអញ្ចឹងហើយចំណុចខាងក្រោមនេះគេនិយាយអំពីបណាមៈហ្នឹង3យ៉ាងបណាមៈហ្នឹងគឺការគោរពថ្វាយបង្គំអញ្ចឹងរបៀបនៃការថ្វាយបង្គំហ្នឹងមាន3យ៉ាងចាំមើលណាទី1បណាមៈ3យ៉ាងទី1គឺការគោរពថ្វាយបង្គំដោយអវយវៈណាមួយនៃរាងកាយមានសីស័កគឺក្បាលជាដើមឈ្មោះថាកាយបណាមអវយវៈនេះមិនប្រែថាដៃជើងទេណាមានន័យថាជាចំណែកតូចក្នុងទីនេះយើងអានទៅយើងហាក់បីដូចជាយល់ថាមើលដោយអវយវៈណាមួយនៃរាងកាយហាក់បីដូចជាអាចគិតថាដោយកាត់ដៃកាត់ជើងអីយើងកុំគិតចឹងណាមានន័យថាការបង្អោនណាការបង្អោនកាយថ្វាយបង្គំដូចយើងចេះបត់ជើង
យើងចេះបាត់ជើងលើកដៃសាពះអីជាដើមណាអាហ្នឹងឯងគេហៅថាចំណុចទី1នេះគឺការគោរពថ្វាយបង្គំដោយអវយវៈណាមួយនៃរាងកាយមានសីស័កគឺក្បាលជាដើមមានដល់ពេលដែលយើងថ្វាយបង្គំព្រះសម្មាសម្ពុទ្ធយើងមិនមានការក្រាបសំពះអោនក្បាលទេតែជាការគោរពណាយល់ទេអាហ្នឹងគឺជាការថ្វាយបង្គំមួយដោយលំអោនកាយយល់ទេលំអោនកាយថ្វាយបង្គំយើងដែលលើពាក្យហ្នឹងហើយយើងដែលឃើញគេអង្គុយសំពះប្រសងអីទេអង្គុយសំពះឬក៏ថាយើងបង្អោនកាយដោយការលើកដៃសំពះគោរពគុណព្រះអង្គអីយើងធ្លាប់ឃើញណាអាហ្នឹងហើយគេហៅថា លោកគ្រូ ហ្នឹងហើយគេហៅថាការគោរពការថ្វាយបង្គំការថ្វាយបង្គំចំណុចទី1ណាហ្នឹងហើយការថ្វាយបង្គំចំណុចទី1ហ្នឹងគេហៅថាកាយបណ្ណាមហ្នឹងគឺពាក់ព័ន្ធនឹងដោយលោកបញ្យលអញ្ចឹងដោយការបង្អោនកាយមានសីស័កនេះគឺក្បាលណាបង្អោនដើម្បីការគោរពណាអាហ្នឹងគេហៅថាកាយបណ្ណាមហើយទី2នេះការគោរពថ្វាយបង្គំដោយចេញវាចាណាដែលចេញវាចាដូចយើងអ្នកខ្លះក៏គេសូត្រនមោតស្សៈភគវតោអីចឹងទៅហ្នឹងហើយឬក៏គេពោលជាពាក្យភាសាខ្មែរអញ្ចឹងទៅអាហ្នឹងក៏គេហៅថាដោយការថ្វាយបង្គំដែរដូចក្នុងនេះលោកដាក់ថាម៉េចការថ្វាយបង្គំដោយវាចាគឺការនិយាយការពោលហ្នឹងដោយការគោរពហ្នឹងអញ្ចឹងដូចពាក្យថាវន្តាមិអ្នកមាមិវន្តិថ្វាអ្នកមសិទ្ធថ្វាឃើញទេជាដើមឈ្មោះថាវិជ័យបណ្ណាមអញ្ចឹងវិជ័យបណ្ណាមនេះសរុបមកវិញគឺមានន័យថាការនិយាយពោលហ្នឹងហើយការនិយាយពោលដោយការគោរពចំពោះព្រះអង្គអញ្ចឹងទៅដោយការនមស្ការដោយវាចាអញ្ចឹងទៅដែលដូចខ្ញុំនិយាយខាងដើមអញ្ចឹងណាការនមស្ការការថ្វាយបង្គំហ្នឹងគឺវាមាន3យ៉ាងហ្នឹងឯងទី1កាយបណ្ណាមទី2វិជ័យបណ្ណាមហ្នឹងបណ្ណាមហ្នឹងមានន័យអីគេមានន័យថាការថ្វាយបង្គំអញ្ចឹងណាអញ្ចឹងយើងស្គាល់ពាក្យបណ្ណាមនេះមួយទៅគឺការថ្វាយបង្គំហ្នឹងឯងបាលីនេះប៉ុន្តែអ្វីដែលយើងត្រូវដឹងគឺការថ្វាយបង្គំហ្នឹងយើងពេលខ្លះយើងអត់យល់ទេយើងអត់ដឹងទេគឺការថ្វាយបង្គំហ្នឹងគឺមានតែមួយដែលយើងធ្លាប់ឃើញអ្នកខ្លះក៏អង្គុយដោយថ្វាយបង្គំដោយកាយអញ្ចឹងណាហើយក៏ដោយវិចារទៀតអញ្ចឹងទៅដោយចិត្តទៀតអញ្ចឹងទៅហើយតែចំណុចទាំងអស់នេះយើងអាចឃើញច្បាស់ថាការថ្វាយបង្គំហ្នឹងមាន3យ៉ាងផ្សេងគ្នាទី1ដោយកាយទី2ដោយវិចារហើយដោយពាក្យសម្ដីហ្នឹងហើយទី3គឺការថ្វាយបង្គំដោយគិតក្នុងចិត្តមិនកម្រើកដោយកាយឬវាចាទេអញ្ចឹងណាប្រៀបដូចជាអ្នកអង្គុយភាវនាដែលកំណត់នៅអារម្មណ៍ណាមួយដោយចិត្តប៉ុណ្ណោះជាដើមឈ្មោះថាមនោបណាមនោនេះគឺចិត្តណាអញ្ចឹងបានដូចខ្ញុំលើកខាងដើមថាពេលខ្លះយើងឈឺយើងអីអញ្ចឹងទៅយើងមិនអាចក្រោកមិនអាចនិយាយអីបានប៉ុន្តែយើងក៏អាចនមស្ការថ្វាយបង្គំយើងអាចថ្វាយបង្គំបានដែរអញ្ចឹងយើងអាចថ្វាយបង្គំចំពោះព្រះពុទ្ធធម៌ព្រះសង្ឃនឹងបានដោយម៉េចដោយគិតក្នុងចិត្តដោយប្រពយកចំណុចណាមួយនៃធម៌ឬក៏អារម្មណ៍គឺធម៌ណាមួយមកក្នុងចិត្តឲ្យដោយការគោរពចឹងទៅអញ្ចឹងយើងយល់កន្លែងការថ្វាយបង្គំ3យ៉ាងនេះបានទេយល់គ្រូយល់ហ្នឹងហើយយល់បានណាបងអត់យល់ទីសួរណាអ្នកដែលកំពុងរៀនបើអត់យល់សួរណាហ្នឹងហើយឥឡូវខ្ញុំទៅមុខតិចទៀតណាខ្ញុំទៅមុខតិចទៀតហើយខ្ញុំនឹងបើកslide នេះឲ្យយើងសួរណាហើយយើងមានអីជាសំណួរចង់សួរអីយើងអាចសួរបានមិនមានអីច្រើនទេតោះអញ្ចឹងពាក់ព័ន្ធនឹងបណ្ណាមគឺការថ្វាយបង្គំហ្នឹងគឺមាន3យ៉ាងហ្នឹងឯងមានកាយបណ្ណាមវិជ័យបណ្ណាមនិងមនោបណ្ណាមហើយកាយបណ្ណាមហ្នឹងគឺមានន័យថាម៉េចគឺមានន័យថាការថ្វាយបង្គំដោយបង្អោនកាយដូចមានការសំពះអោនក្បាលអីជាដើមណាហ្នឹងហើយអង្គុយបត់ជើងអីចឹងទៅលុតគង់ថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយកាយណាហ្នឹងយើងយល់ណាពាក្យកាយហ្នឹងគឺប្រើប្រាស់កាយហ្នឹងដោយការថ្វាយបង្គំអីចឹងទៅទី2ហ្នឹងគឺវិជ័យបណ្ណាមគឺដោយការពោលគឺការនិយាយចឹងណាថ្វាយបង្គំដោយវាចាវិជ័យបណ្ណាមហ្នឹងគឺការថ្វាយបង្គំដោយវាចាហើយទី3នេះគឺមនោបណ្ណាមហ្នឹងហើយបណ្ណាមហ្នឹងគឺបានប្រាប់ណាគឺមានន័យថាការថ្វាយបង្គំហ្នឹងឯងអញ្ចឹងមាន3របៀបហ្នឹងឯងហើយបន្តមកទៀតគុណវិសេសរបស់
វជ័យបណ្ណាមអញ្ចឹងនៅក្នុងបណ្ណាមគឺការថ្វាយបង្គំ3យ៉ាងនេះគឺមានមួយដែលមានគុណពិសេសអញ្ចឹងណាលោកប្រាប់ថាគុណពិសេសរបស់វជ័យបណ្ណាមបណ្ដាបណ្ណាមគឺការថ្វាយបង្គំទាំង3យ៉ាងនោះគឺវជ័យបណ្ណាមមានអានិសង្សច្រើនជាងគេអញ្ចឹងណាច្រើនជាងកាយបណ្ណាមនិងមនោបណ្ណាមអញ្ចឹងឧបមាថាអញ្ចឹងលោកបញ្យលទៀតណាអញ្ចឹងណាលោកបញ្យលថាម៉េចកាយបណ្ណាមនិងមនោបណ្ណាមព្រោះមានន័យថាវិជ័យបណ្ណាមហ្នឹងមានអានិសង្សច្រើនជាងកាយបណ្ណាមមានអានិសង្សច្រើនជាងការថ្វាយបង្គំដោយកាយនឹងនឹងដោយចិត្តព្រោះអីគេព្រោះហេតុថាការថ្វាយបង្គំឬក៏កាយបណ្ណាមនិងមនោបណ្ណាមគឺការថ្វាយបង្គំដោយចិត្តហ្នឹងអាចញ៉ាំងការគោរពថ្វាយបង្គំរបស់អ្នករចនាគម្ពីរតែម្នាក់ឯងប៉ុណ្ណោះឲ្យសម្រេចបានមានន័យថាធម្មតាការថ្វាយបង្គំដោយកាយគឺវាសម្រេចបានតែខ្លួនឯងហ្នឹងមែនទេដូចព្រះអរុទ្ធេចារ្យលោកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយកាយបណ្ណាមអញ្ចឹងបានតែលោកម្នាក់ឯងទេឬក៏មនោបណ្ណាមគឺថ្វាយបង្គំដោយចិត្តហ្នឹងក៏បានតែលោកម្នាក់ឯងដែរព្រោះមិនមានអ្នកដទៃណាអាចទៅដឹងចិត្តលោកបានទេអញ្ចឹងណាមិនអាចញ៉ាំងអ្នកដទៃហ្នឹងឲ្យថ្វាយបង្គំបានទេអញ្ចឹងបានលោកដាក់ថាពុំអាចញ៉ាំងការថ្វាយបង្គំរបស់សាធុជនហ្នឹងគឺអ្នកសិក្សាហ្នឹងឲ្យធ្វើតាមបានទេឲ្យសម្រេចបានឡើយចំណែកឯវិជ័យបណ្ណាមវិញអាចញ៉ាំងការថ្វាយបង្គំទាំងអស់របស់អ្នករចនាគម្ពីរនិងរបស់សាធុជនអ្នកសិក្សាតាមហ្នឹងសាធុជនមានអ្នកសិក្សាតាមហ្នឹងឲ្យសម្រេចបានហេតុអីយើងអាចឆ្ងល់ថាចុះគ្រាន់តែវិជ័យបណ្ណាមគឺការពោលអញ្ចឹងអញ្ចឹងយើងឃើញថាការពោលនិយាយនេះដោយសារសម័យនេះយើងទៅសេមកតគ្នាមកដល់ពេលយើងឃើញយើងអាចនមស្ការបានទេយើងអាចនមស្ការតាមបានទេជាតួអក្សរអីជាដើមណាដោយលោកទៅសេថាម៉េចដោយលោកទៅសេយើងឃើញតួអក្សរយើងឃើញអក្ខរៈហ្នឹងយើងអាចមើលទៅយើងអាចពីព្រោះអពាក្យនិយាយហ្នឹងពេលដែលគេកត់ត្រាមកជាតួអក្សរមកពេលដែលយើងឃើញយើងមើលទៅយើងអាចធ្វើតាមបានទេយើងអាចនិយាយយើងអាចពោលថ្វាយបង្គំបានណាក្នុងន័យហ្នឹងណាក្នុងន័យថាវិជ័យបណ្ណាមហ្នឹងអាចញ៉ាំងបើនិយាយឲ្យខ្លីថាវិជ័យបណ្ណាមហ្នឹងអាចញ៉ាំងអ្នកដទៃហ្នឹងឲ្យអីគេឲ្យសម្រេចបានចំណែកឯវិជ័យបណ្ណាមវិញអាចញ៉ាំងការថ្វាយបង្គំទាំងអស់របស់អ្នករចនាគម្ពីរផងនិងអ្នកដែលសិក្សាតាមនឹងផងអញ្ចឹងឲ្យសម្រេចបានដូចគ្នាប៉ុន្តែសម្រាប់ការថ្វាយបង្គំដោយកាយហើយនឹងចិត្តសម្រេចបានតែខ្លួនឯងម្នាក់ឯងអញ្ចឹងហើយបានលោកពោលថាម៉េចវិជ័យបណ្ណាមនេះការថ្វាយបង្គំដោយវាចានេះគឺមានអានិសង្សច្រើនពីព្រោះធ្វើឲ្យខ្លួនឯងញ៉ាំងការថ្វាយបង្គំដោយខ្លួនឯងឲ្យសម្រេចផងនិងអ្នកដតីក្រៅពីខ្លួនឯងហ្នឹងអ្នកដែលសិក្សាតាមដែលគេមើលគម្ពីរហ្នឹងអីជាដើមហ្នឹងក៏គេអាចសម្រេចនៅការថ្វាយបង្គំហ្នឹងបានដែរក្នុងន័យអញ្ចឹងដែលថាពិសេសជាងចាប់បានទេឡើយណាបាទហ្នឹងហើយតោះបាទលោកគ្រូហ្នឹងហើយអានេះគ្រាន់តែខាងដើមទេបងប្អូនយើងគ្រាន់ស្ដាប់ទូទៅណាមូលហេតុខ្លះដោយសារសភៅលោកខេមកយើងព្យាយាមមើលតាមហ្នឹងកុំចោលយើងមើលចំណុចខាងក្រោមទៀតតកតងនឹងកេវលៈបណ្ណាមនិងថោមមណាបណ្ណាមមានន័យថាកេវលៈនេះដោយសុទ្ធណាហើយថោមមណាបណ្ណាមនេះការថ្វាយបង្គំដោយមានពាក្យសរសើរហ្នឹងហើយមានពាក្យសរសើរអញ្ចឹងយើងមើលវិជ័យបណ្ណាមនោះមាន2យ៉ាងគឺការថ្វាយបង្គំដោយមិនមានបទវិសេសណៈនេះមានន័យថាដែលពិសេសប្លែកហ្នឹងពិសេសប្លែកដោយការសរសើរគុណនេះជាដើមណាដែលសម្ដែងនៅគុណវិសេសឈ្មោះថាកេវលៈបណ្ណាមមានន័យថាការថ្វាយបង្គំដែលមិនមានពាក្យសរសើរដោយឧមាចេះដូចមកថាខ្ញុំបាទ
អូអានេះខ្ញុំនិយាយពីសាមញ្ញធម្មតាងាយយល់ណាដោយការគោរពចុះដូចចំពោះលោកពូសាវនចុះជម្រាបសួរលោកពូសាវនណែធម្មតាអញ្ចឹងណាអត់មានពាក្យសរសើរអីទេអានេះគេថាអាកេវលៈបណ្ណាមហ្នឹងអើយទី1ហ្នឹងមានន័យថាការថ្វាយបង្គំដោយមិនមានបទវិសេសនៈពិសេសប្លែកណាមិនមានដូចថាមិនមានពាក្យសរសើរនៅគុណពិសេសជាដើមនេះដែលលោកដាក់នេះគេហៅថាកេវលៈបណ្ណាមដែលខ្ញុំឧបមាថាដោយលោកពូសាវននេះណាខ្ញុំជម្រាបថាជម្រាបសួរលោកពូសាវនវាធម្មតាអញ្ចឹងណាដល់ពេលអាហ្នឹងគេហៅថាកេវលៈបណ្ណាមដល់ពេលអាថោមបណ្ណាមនេះដែលមានបទវិសេសនៈនេះមានន័យថាដែលធ្វើឲ្យពិសេសប្លែកហ្នឹងដែលយើងហៅជាពាក្យខ្មែរថាគុណនាមហើយអាថោមបណ្ណាមហ្នឹងដែលហៅថាមានបទវិសេសនៈដែលធ្វើឲ្យពិសេសប្លែកនៅក្នុងការថ្វាយបង្គំដោយវាចាហ្នឹងដោយការសរសើរគុណហ្នឹងឧបមាចេះឧបមាថាពីរហ្នឹងខ្ញុំចង់ឧបមាចេះងាយយល់ថាចេះថាខាងលើនេះកេវលៈបណ្ណាមនេះដែលហៅថាដោយសុតនេះគេថាជម្រាបសួរលោកពូសាវនអញ្ចឹងធម្មតាអញ្ចឹងអត់មានសរសើរគុណអីទេដល់ពេលមួយទៀតថោមបណ្ណាមនេះគេចង់និយាយថាដោយរបៀបចេះឧបមាថាសូមគោរពលោកពូសាវនដែលជាអ្នកបរិបូរដោយសិលអញ្ចឹងឧបមាអញ្ចឹងអាហ្នឹងគេហៅថាថោមបណ្ណាមគឺការថ្វាយបង្គំដោយវាចាមួយរបៀបទៀតដែលពោលទៅដោយមានពាក្យសរសើរគុណអញ្ចឹងដែលពាក្យវិសេសដែលថាមានពាក្យវិសេសនៈហ្នឹងមានន័យថាធ្វើឲ្យពិសេសប្លែកឧបមាថាចេះលោកពូសាវនដែលបរិបូរដោយសិលអញ្ចឹងវិសេសប្លែកហ្នឹងយ៉ាងម៉េចវិសេសប្លែកពិសេសត្រង់ថាជាអ្នកបរិបូរដោយសិលមែនទេវាខុសពីជម្រាបសួរពូធម្មតាអញ្ចឹងវាមានអីពិសេសហ៎មានអីសរសើរគុណទេវាខុសគ្នាអញ្ចឹងអាពីរហ្នឹងលោកចង់បញ្យល់អញ្ចឹងហើយចាំមើលលោកបញ្យល់នេះដូចធម្មតាដូចយើងយើងមើលក្នុងនេះតែហ្មងណាយើងមើលក្នុងនេះណាយើងមើលទី1ណាគឺទី1គឺការថ្វាយបង្គំដោយមិនមានបទវិសេសនៈនេះមានន័យថាវិសេសប្លែកធ្វើឲ្យវិសេសប្លែកមានន័យថាបើយើងនិយាយពីខ្មែរយើងហៅគុណនាមមានន័យថាធ្វើឲ្យនាមហ្នឹងមិនគុណនាមបញ្ជាក់នៃនាមលោកគ្រូហ្នឹងហើយបញ្ជាក់នៃនាមធ្វើឲ្យនាមហ្នឹងកាន់តែមានន័យពិសេសឡើងមែនទេនៃច្បាស់លោកគ្រូហ្នឹងហើយដូចមកថាបងឡុងបើធម្មតាអញ្ចឹងទៅយល់លោកគ្រូហ្នឹងហើយមានន័យថាឡុងហ្នឹងអត់មានអីពិសេសទេមែនទេបាទលោកគ្រូដល់ពេលថាបងឡុងរៀងសង្ហាអញ្ចឹងទៅរៀងសង្ហាអារៀងសង្ហាហ្នឹងជាគុណនាមលោកគ្រូនៅជាគុណនាមដែលបញ្ជាក់នៃឲ្យឈ្មោះឡុងហ្នឹងថាពិសេសថាណាស្លាប់សង្ហាអញ្ចឹងណាតែខ្ញុំអត់សង្ហាលោកគ្រូតើលក្ខណៈណាមួយអញ្ចឹងណាឃើញគេទៅសើថាស្អាតថាពិសេសអាហ្នឹងគេគុណនាមអញ្ចឹងហើយបើគ្រាន់តែថាឡុងធម្មតាហ្នឹងវាអត់មានអីទេវាគ្រាន់តែនាមក៏ជាឈ្មោះធម្មតាអញ្ចឹងមើលទៅវាអត់មានអីពិសេសប្លែកទេក្នុងន័យអញ្ចឹងហើយអញ្ចឹងបានលោកប្រាប់ថាម៉េចកេវលៈបណ្ណាមនេះមានន័យថាជាការថ្វាយបង្គំដោយវាចាដោយពោលទៅហ្នឹងគឺដោយមិនមានបទវិសេសនៈសម្ដែងនូវគុណវិសេសអីទេអញ្ចឹងដោយថាធម្មតាដូចថាសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធទេអញ្ចឹងឃើញមានលើកសរសើរគុណព្រះសម្មាសម្ពុទ្ធអីអត់មានទេអាហ្នឹងគេហៅកេវលៈបណ្ណាមកេវលៈហ្នឹងដោយសុតអញ្ចឹងណាមានន័យថានិយាយសុតអញ្ចឹងថ្វាយបង្គំសុតអញ្ចឹងចំពោះថ្វាយបង្គំសូមថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធប៉ុណ្ណាចប់ដល់ពេលទី2នេះគេចង់និយាយថាថោមបណ្ណានេះគេចង់និយាយថាការថ្វាយបង្គំគឺការពោលហ្នឹងដោយដាក់ដែលធ្វើឲ្យពិសេសប្លែកដោយការសម្ដែងនូវគុណឧបមាចេះទី2នេះគឺការថ្វាយបង្គំដោយមានបទវិសេសនៈដែលសម្ដែងនូវគុណវិសេសឈ្មោះថាថោមបណ្ណាអញ្ចឹងដូចឧបមាចេះសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធដែលគ្មានបុគ្គលស្មើអញ្ចឹងអាពាក្យថាគ្មានបុគ្គលស្មើហ្នឹងវាជាអីគេវាជាការសរសើរគុណចំពោះព្រះសម្មាសម្ពុទ្ធឬក៏ជាវិសេសនៈអញ្ចឹងដោយព្រះអង្គដោយកន្លែងដែលគេថាសម្មាសម្ពុទ្ធមៈតុលាំងជាដើមអញ្ចឹងសូមចំពោះព្រះដល់នៅព្រះសម្មាសម្ពុទ្ធដែលមិនមានបុគ្គលស្មើអញ្ចឹងគេហៅថាអីគេការពោលសរសើរគុណជាបទវិសេសនៈហ្នឹងឯងដោយមាន
បទវិសេសណៈដែលពោលសរសើរគុណវិសេសណាមួយដែលបន្តមកក្នុងទីនេះព្រះអនុរុទ្ធិយាថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយដាក់បទថាអតុលាំងដែលជាវិសេសណៈព្រោះអតុលាំងនេះមានន័យថាមិនមានបុគ្គលស្មើណា បាទ មិនមានបុគ្គលស្មើហ្នឹងណាគេគឺព្រះសម្មាសម្ពុទ្ធហ្នឹងដែលអត់មានបុគ្គលស្មើ សម្ពុទ្ធ ហ្នឹងហើយដែលដាក់បទអញ្ចឹងអតុលាំងនេះជាបទវិសេសណៈដែលសម្ដែងនៅគុណវិសេសរបស់ព្រះអង្គពីព្រោះបើអត់ដាក់បទអតុលាំងហ្នឹងទេវាអត់មានអីគេវាអត់មានពាក្យថាវាអត់មានបញ្ជាក់ថាព្រះសម្មាសម្ពុទ្ធហ្នឹងជាអ្នកដែលមិនមានបុគ្គលស្មើណាដល់ពេលអញ្ចឹងអាពាក្យនេះអតុលាំងហ្នឹងជាបទវិសេសណៈអញ្ចឹងពីព្រោះមានអាហ្នឹងមកបញ្ជាក់ថាម៉េចថាព្រះសម្មាសម្ពុទ្ធមិនមានបុគ្គលស្មើ បាទ ហ្នឹងហើយអញ្ចឹងចំពោះព្រះអនុរុទ្ធិចាដែលលោកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធក្នុងសភៅនេះក្នុងកន្លែងនេះក្នុងទីនេះគឺដោយអីគេ អោបណាម ហ្នឹងហើយដែលថោបអាបណា ធម្ម ដែល ណៈ ការថ្វាយបង្គំដោយ អោនេបណាម ដោយអឺ ហោម មេណាបណាមនេះ មិនណាម ហ្នឹងហើយពីព្រោះអីខាងលើនេះមិនព្រះអនុទ្ធិចាលោកពោលដល់ម៉េចនេះថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធហើយម៉េចខ្ញុំព្រះអនុរុទ្ធសូមថ្វាយបង្គំដោយវិសេសនេះដោយវិសេសឃើញសរសើរដោយវិសេសហ្នឹងម៉េចដោយវិសេសនៅព្រះសម្មាសម្ពុទ្ធព្រះអង្គមិនមានបុគ្គលស្មើឃើញទេអញ្ចឹងជាការថ្វាយបង្គំដោយអីគេដោយវិជ័យបណាមជាថោមបណាបណាម ថោមបណាម ថ្វាយបង្គំដោយវិចា ថោមនេបណាម ហ្នឹងហើយអញ្ចឹងវាមានហេតុផលកលៈកលិកតកតងគ្នាតែយើងព្យាយាមបញ្យល់ប៉ុណ្ណឹងទៅ អ យ រ ល់ គុណស្ដាប់ទៅព្រោះលោកគ្រូព្រោះហើយ អរគុណច្រើន ជ្រះថ្លាលោកគ្រូអរគុណច្រើនលោកគ្រូ គ្រូសំដែងធម៌បរោះជ្រះថ្លាហើយរូបលោកគ្រូសង្ហាទៀតនោះម៉ាក់យាយនោះលើកកូនកំមុំឲ្យទៀតលោកគ្រូអស្ចារ្យមែនលោកគ្រូ អើយឌីដងណាក្មួយចម្លាញ់ ចិត្តបានញ៉ាំការលោកគ្រូកាត់រោបឲ្យហើយម៉ាក់យាយពេលមកអ៊ំពេលហ្នឹងឃើញចៅហើយចៅទៅការលោកគ្រូ ទៅការនៅកូរ៉េក្មួយ សាធុអាក្បាលខូចតោះឥឡូវសុំមើលតិចទៀតណាដូច្នេះអ្វីដែលយើងបានស្ដាប់ពេលនេះដោយសារមកពីធ្វើការផងវាលហនអញ្ចឹងហើយអត់សូវមានសមាធិ និយាយទៅដូចទៅមុខទៅក្រោយមិនប៉ុន្តែយើងអាចយល់បានខ្លះហ៎ យល់លោកគ្រូយល់ ហើយយល់បានខ្លះណា យល់ពីគោលបំណងលោកគ្រូ អញ្ចឹងសរុបមកវិញក្នុងទីនេះយើងក៏បានដឹងថាព្រះអនុរុទ្ធហ្នឹងលោកថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងដោយបច្ច័យបណាមជាថោមមេណាបណាមហើយពាក់ទងនឹងការថ្វាយបង្គំមានប្រមាណយ៉ាងមាន3យ៉ាង អញ្ចឹងខ្ញុំសូមសរុបបន្តិចណាខ្ញុំសូមសរុបបញ្យល់បន្តិចថាចំណុចខាងលើនេះគាថាទាំងលើនេះលោកចង់និយាយអំពីការថ្វាយបង្គំដោយពិសេសចំពោះព្រះសម្មាសម្ពុទ្ធនិងការបដិញ្ញានៅក្នុងការរចនាគម្ពីរហើយមូលហេតុអីពីព្រោះដើម្បីអីគេដើម្បីបញ្ជៀសនៅភ័យអន្តរាយទាំងឡាយដែលជាឧបសគ្គក្នុងការរចនាគម្ពីរហ្នឹងណាហើយលោកក៏ពោលនៅការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយបណាមមង្គលមានន័យថាការថ្វាយបង្គំដែលជាមង្គលដោយពោលជាគាថាថាសម្មាសម្ពុទ្ធមគ្គតុលាំងនេះជាដើមអញ្ចឹងមានចំណុចសរុបអញ្ចឹងយើងចេះសង្ខេបចេះសង្ខេបការស្ដាប់ការរៀនរបស់យើងយើងចេះសង្ខេបអញ្ចឹងបានយើងយល់បានណាបើយើងអត់អញ្ចឹងទេយើងស្ដាប់ចុះស្ដាប់ឡើងវល់ហ្មងយល់ទេយើងរៀនសង្ខេបអញ្ចឹងចំណុចខាងលើនេះនិយាយអំពីការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយវិសេសដោយវិសេសហ្នឹងមានន័យថាដោយការលើកទៅសារគុណត្រង់ថាព្រះអង្គហ្នឹងគឺជាអ្នកដែលមិនមានបុគ្គលស្មើហើយនឹងបដិញ្ញាក្នុងការពោលនៅការរចនាគម្ពីរនឹងឯងហើយបន្ទាប់មកគឺលោកនិយាយអំពីរបៀបនៃការរចនាគម្ពីរហ្នឹងមាន3ប្រភេទទី1គេហៅថាវត្ថុបបកកន្ធរម្ភៈហ្នឹងការរចនាគម្ពីរដោយប្ររពយករឿងរ៉ាវណាមួយជាខាងដើមជាហេតុយល់ទេហើយទី2អាស័យសៈបបកកន្ធរម្ភៈនេះជាការរចនាគម្ពីរដោយអីគេដោយប្ររពយកបំណងរបស់ខ្លួនណាដោយខាងក្រោមនេះមានបញ្យល់ថាដោយការថាដើម្បីញ៉ាំងចិត្តខ្លួនឯងហ្នឹងឲ្យជ្រះថ្លាអញ្ចឹងក៏
រចនាកម្ពីជាហេតុខាងដើមដើម្បីការរចនាកម្ពីអញ្ចឹងទៅហើយទី3នេះពាក់ព័ន្ធនឹងបណាមៈបុព្វកៈកន្ធារភៈគឺការថ្វាយបង្គំចំពោះបរតនត្រ័យជាខាងដើមជាហេតុមុននឹងរចនាកម្ពីដែលយកនឹងជាហេតុដើម្បីការរចនាកម្ពីអញ្ចឹងទៅអញ្ចឹងវាមាន3ចំណុចអញ្ចឹងសរុបមកវិញជាប្រភេទជា style នៃការរចនាកម្ពីអត់មានអីច្រើនទេអញ្ចឹងហើយបានលោកមានការបញ្យលអីអញ្ចឹងទៅណាដូចបានបញ្យលអញ្ចឹងហើយពាក់ព័ន្ធនឹងការថ្វាយបង្គំនឹងមាន3យ៉ាងអញ្ចឹងមាន3យ៉ាងគឺទី1ការថ្វាយបង្គំដោយអវយវៈដោយកាយនិយាយខ្លីណាការថ្វាយបង្គំដោយកាយមានការបង្អោនកាយលើកដៃសំពះថ្វាយបង្គំនឹងឯងគេហៅថាកាយបណាមទី2គេហៅថាវជ័យបណាមហ្នឹងគឺមានន័យថាការពោលនឹងឯការពោលវិចារឃើញទេចា ការពោលវិចារជាបិទបញ្ញុផងបងប្អូនណាកំតនេះវិជ័យបណាមហើយទី3នេះតកតងនឹងមនោបណាមគឺការថ្វាយបង្គំដោយចិត្តហ្នឹងហើយដោយការនឹកដល់ចំណុចដល់ធัวឬក៏អាការកំណត់អារម្មណ៍មានន័យថានឹកដល់គុណនឹកដល់គុណនៃធัวចំណុចណាមួយអញ្ចឹងទៅក៏យើងតាំងចិត្តហ្នឹងហើយតាំងចិត្តនៅក្នុងការរូបយកនៅចំណែកណាមួយនៃធម៌ហ្នឹងនៅក្នុងចិត្តហ្នឹងក៏បង្អោនចិត្តថ្វាយបង្គំចឹងទៅហើយតកតងនឹងការថ្វាយបង្គំ3យ៉ាងនេះក្នុងនេះលោកបញ្យល់ថាម៉េចការថ្វាយបង្គំ3យ៉ាងហ្នឹងលោកប្រាប់ថាវិជ័យបណាមនេះការថ្វាយបង្គំដោយវាចានេះគឺមានអានិសង្សច្រើនជាងកាយការថ្វាយបង្គំដោយកាយនឹងចិត្តពីព្រោះអីពីព្រោះការថ្វាយបង្គំដោយវិជ័យហ្នឹងដោយការនិយាយហ្នឹងវាអាចញ៉ាំងឲ្យមានការសម្រេចទាំងខ្លួនឯងនឹងអ្នកដទៃសរុបមកវិញអញ្ចឹងណាហើយនៅក្នុងការថ្វាយបង្គំនឹងទៀតដោយវាចានឹងទៀតមាន2របៀបគឺការថ្វាយបង្គំដោយសុទ្ធដោយមិនមានលើកបទវិសេសណៈគឺការសម្ដែងនូវគុណវិសេសនៃការថ្វាយបង្គំដោយវាចានឹងមានការដាក់នៅបទវិសេសណៈគឺការលើកសរសើរគុណអញ្ចឹងណាវាមាន2ចំណុចអញ្ចឹងណាហើយដូចយើងបានស្ដាប់មកអញ្ចឹងហើយបន្ទាប់មកឥឡូវយើងសុំប៉ុណ្ណឹងសិនចុះណាសុំប៉ុណ្ណឹងសិនចុះពីព្រោះយើងចិត្តដល់ម៉ោងហើយខ្ញុំនឹងបិទ slide ហើយយើងសាកទៅចែកគ្នាមើលតែយើងបានយល់អីគេខ្លះយើងបានចេះអីគេខ្លះនេះគ្រាន់តែជាខាងដើមទេបងប្អូនព្យាយាមស្ដាប់សិនទៅណាហើយដល់ពេលចំណុចមេរៀនតែម្ដងនៅខាងក្រោមអាហ្នឹងក៏ជាមេរៀនដែរក៏ជាចំណុចមួយដែលយើងបានចេះដឹងដែរមែនទេយើងបានចេះដឹងអីថ្មីខ្លះហើយយើងស្ដាប់អញ្ចឹងបានលោកគ្រូដូចថាស្គាល់ពីរបៀបនៃការលំអោនចិត្តថ្វាយបង្គំមាន3យ៉ាងអញ្ចឹងលោកគ្រូយល់មិញហ្នឹងដឹងទាំងកាយទាំងចិត្តទាំងលំអោនចិត្តអីចឹងលោកគ្រូហ្នឹងហើយពូលបាទតោះអញ្ចឹងយើងសុំប៉ុណ្ណឹងសិនណាខ្ញុំសុំប៉ុណ្ណឹងសិនចុះហើយខ្ញុំបិទ slide ឲ្យបងប្អូនយើងអាចទៅចែកលើកចំណុចដែលយើងចង់សួរឬក៏យើងមានអីចង់ចូលរួមក៏យើងអាចចូលរួមតាមអធិស្ឋានអញ្ចឹងតោះយល់ច្បាស់ហ្មងលោកគ្រូច្បាស់ពេលហ្នឹងហ្មងលោកគ្រូអរគុណច្រើនតែចឹងបងប្អូនយើងថ្មីមានចម្ងល់បងភារៈឃើញចូលដែរបងភារៈបាទបងភារៈឲ្យបងចម្រើនបាទគាត់សិស្សថ្មីលោកគ្រូគាត់នៅកូរ៉េដែរលោកគ្រូបាទគាត់មានចំណាប់អារម្មណ៍បងជម្រាបសួរណាតើចឹងបងប្អូនយើងស្ងាត់ល្អមែនបិទមញូតឡើងចិត្តហ្មងឡៃស្ដាប់គ្រូប្រឹងស្ដាប់មកកុំស្ដាប់លោកគ្រូប៉ុន្តែបងមានអីសួរលោកគ្រូទៅកាត់ផ្លេចតែមកលោកគ្រូដែរនេះបានជើញទៀតណាមីងលោកគ្រូថាគ្រប់តាមការនិយាយស្ដីហ្នឹងបានបុនច្រើនចង់គិតអីថាលោកគ្រូជួយបញ្យល់ឡើងហ្នឹងដូចឧទាហរណ៍ថាដូចលោកគ្រូសាស្ត្រវិទ្យាអញ្ចឹងឲ្យគាត់យល់ឲ្យពុទ្ធបរិស័ទយល់ដោយសារគាត់ច្រើនអញ្ចឹងមានន័យអញ្ចឹងមិនមានន័យអញ្ចឹងទេអានេះវាពាក់ព័ន្ធនឹងការថ្វាយបង្គំចឹងគេនិយាយរឿងការថ្វាយបង្គំអត់និយាយរឿងបញ្យលធម៌អីទេគេនិយាយអំពីរបៀបនៃការថ្វាយបង្គំហ្នឹងវាមាន3យ៉ាងដោយកាយហ្នឹងមានន័យថាដូចយើងបាននិយាយគ្នាអញ្ចឹងថាដូចថាយើងទៅសាពះហើយយើងបង្អោនក្បាល
អោនកាយថ្វាយបង្គំអាហ្នឹងដោយកាយ ខ្លួនកាយដោយ ហ្នឹង កាយ ហើយកាយ កាយចិត្តខ្លួនចិត្ត បាទហើយមួយទៀតដោយវិជ័យហ្នឹងមានន័យថាការពោលដូចខ្ញុំបកណាសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធអីចឹងទៅអញ្ចឹងនេះអាពាក្យពោលហ្នឹងដូចព្រះអនុរុទ្ធអញ្ចឹងលោកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយគេដោយបទអីគេថាសម្មាសម្ពុទ្ធមតុលੰអីជាដើមណាអញ្ចឹងនេះអាពាក្យពោលរបស់គាត់នេះគេនឹងទៅសេតគ្នាមកនៅក្នុងគម្ពីរហ្នឹងដល់ពេលយើងមើលទៅអញ្ចឹងពេលដែលលោកនមស្ការថ្វាយបង្គំដោយវាចាអញ្ចឹងលោកសម្រេចនៅការថ្វាយបង្គំខ្លួនលោកនៅ សម្រាប់ហ្នឹងលោកគ្រូ អាចហើយហើយលោកក៏មានចិត្តជ្រះថ្លាដែរមែនទេបាទលោកគ្រូ ដល់ពេលអ្វីដែលលោកពោលមកនេះគេនឹងទៅសេជាតួអក្សរនឹងចេញមកអញ្ចឹង ដូចគេកត់ នៅគេកត់ត្រាមកតគ្នាមកដល់ពេលយើងគ្រប់គ្នានេះដែលមើលសភៅហ្នឹងដល់ពេលឃើញចំណុចហ្នឹងយើងយល់ពាក្យហ្នឹងដូចយើងរៀនមិញយើងយល់ដែលយើងឃើញថាម៉េចហ្នឹងហើយយើងអាចតាមយើងអាចយល់តាមហើយយើងក៏អាចនមស្ការតាមលោកនឹងបានដូចគ្នាធ្វើឲ្យយើងនឹងបានយល់អញ្ចឹងមានន័យថាអាចចំណុចដែលថាមានអានិសង្សច្រើនហ្នឹងពីព្រោះញ៉ាំងឲ្យខ្លួនឯងសម្រេចផងញ៉ាំងឲ្យអ្នកដទៃហ្នឹងសម្រេចផងពីព្រោះពេលដែលយើងមើលអក្សរតួអក្សរចំណុចទាំងអស់ហ្នឹងយើងអាចយល់បានហើយយើងអាចធ្វើបានយើងអាចញ៉ាំងចិត្តឲ្យជ្រះថ្លាបានហ្នឹងបានលោកគ្រូ បានអាហ្នឹងហើយចំណុចហ្នឹងហើយដែលថាមានអានិសង្សច្រើនជាងកាយបណ្ណាមហ្នឹងមនោបណ្ណាមពីព្រោះកាយបណ្ណាមពេលដែលធ្វើហើយបានតែខ្លួនឯងហ្នឹងមែនទេហើយមានបន្សល់ទុកអីអត់មានទេដល់ពេលឧទាហរណ៍យើងគិតក្នុងចិត្តពេលដែលយើងគិតហើយមានពីណាមើលចិត្តយើងឃើញអញ្ចឹងយើងសម្រេចបានតែខ្លួនឯងទេដល់ពេលអវិជ័យបណ្ណាមនេះនៅពេលដែលគេកត់ត្រាមកអញ្ចឹងដូចយើងឃើញមិញអញ្ចឹងឃើញថាម៉េចឃើញថាយើងក៏អាចយល់បានហើយយើងក៏អាចមានសេចក្តីជ្រះថ្លាតាមហ្នឹងគឺញ៉ាំងសេចក្តីជ្រះថ្លាញ៉ាំងការថ្វាយបង្គំហ្នឹងបានដូចគ្នាក្នុងន័យអញ្ចឹងតែថាមានអានិសង្សច្រើនដោយសារពាក្យគាត់ពោលហើយគាត់កត់ទុកឲ្យអ្នករៀនក្រោយរូបប្រតិបត្តិតាមអញ្ចឹងបាទត្រូវហើយត្រូវណាស់អញ្ចឹងនេះក្នុងការថ្វាយបង្គំហ្នឹងព្រះអង្គអញ្ចឹងយល់បានទេទៀនចំណុចហ្នឹងអ្នកផ្សេងយល់ទេណាបងទាវចម្រើនយល់ទេយល់មកលោកគ្រូបញ្យល់ល្អហើយលោកគ្រូសង្ហាទៀតណាម៉ាក់យាយមានកូនកំអមលើកឲ្យមកលោកគ្រូអាណាគាមមានបន្ទាល់ហើយក្មួយស្រីលោកគ្រូលែងត្រូវការហ្នឹងចៅស្រីជួយរកឲ្យលោកគ្រូទៅចៅកាមេរ៉ាពេញផ្ទះចេញពីផ្ទះបានផងទៅរៀនជូនសិតតែយាមចឹងទៅណារួចមកយាយទៅរកណាចៅតែស្គាល់គេផងអត់ផងម៉ាក់យាយនៅក្រៅប្រទេសសវកូនកំមុំច្រើនណាលោកគ្រូចង់នៅស្រុកខ្មែរយើងមានអីឆ្ងល់ទៀតទេមានអីចង់លើកឡើងហ៎បងស្រីថាវីយល់ទេធីវីឃើញបើកញូតឃើញបើកវីដេអូក៏សួរហ្មងទៅអ្នកឲ្យបើកញូតដឹងពីណាខ្លះដាក់បានទេទៀតយើងរៀនបានតែបន្តិចទេណាប៉ុន្តែយល់បានអត់បងសុភ័ក្រយល់ទេចាយល់អរគុណយល់គ្រូយល់តកតងនឹងការថ្វាយបង្គំដោយកាយដោយវិចារនិងដោយចិត្តដោយមโนអញ្ចឹងអាចយល់បានប៉ុន្តែយើងអាចចេះហ៎យើងអាចចេះថ្វាយបង្គំហ៎មើលទៅចេះហើយលោកគ្រូចេះអាចចេះខ្លះបាទដោយពេលយើងថ្វាយបង្គំដោយវិចារយើងអ្នកខ្លះយើងមិនសូត្រនមោឲ្យចប់យើងសូត្រនមោតាសៈភគវតារតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតារតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតារតោសម្មាសម្ពុទ្ធស្សៈហ្នឹងហើយជាការថ្វាយបង្គំតង់លោកគ្រូដោយសារធ្លាប់ស្ដាប់លោកគ្រូសានសុជាលោកគាត់និយាយកន្លែងហ្នឹងបើសិនជាដោយកាយយើងដោយសារយើងមិនអាចគោរពថ្វាយបង្គំបានអញ្ចឹងយើងអាចបង្អោនចិត្តគោរពអញ្ចឹងកន្លែងហ្នឹងក៏អត្ថន័យចឹងដែរណាលោកគ្រូណាវាសំខាន់លើការបង្អោនចិត្តទេទោះជាបុគ្គលណាមួយក៏ដោយគឺគាត់ដោយសារគាត់ឈឺអញ្ចឹងគាត់អត់អាចងើបទៅថ្វាយបង្គំឬក៏គាត់ធ្វើអីបានអញ្ចឹងទោះជាគាត់សម្រាកនៅលើគ្រែក្តីឬក៏អាចថាគាត់នៅក្នុងមន្ទីរពេទ្យហើយគាត់សម្រាកលើគ្រែពេទ្យប៉ុន្តែគាត់អាចបង្អោនចិត្តរបស់គាត់គោរពថ្វាយបង្គំព្រះអង្គបានដូចគ្នាអញ្ចឹងត្រូវហ្នឹងហើយ
បាទ យើងរៀនថ្ងៃហ្នឹងយើងចេះណាយើងកុំឧទាហរណ៍ពេលកលៈទេសៈខ្លះយើងឈឺមាត់អីនិយាយកើតថាអើយបាទអត់អាចថ្វាយបង្គំបានទេចឹងណា បាទ មែនទេគឺខំបីតែយើងគិតក្នុងចិត្តហ្នឹងក៏យើងអាចសម្រេចនៅការថ្វាយបង្គំបានដែរពីព្រោះវាមានដល់ទៅ3យ៉ាងហើយយើងចង់យក style មួយណាដោយពោលថាព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកបរិបូរណ៍ដោយសិលសមាធិបញ្ញាអីចឹងទៅឃើញទេយើងដឹងយើងចេះយើងពោលដោយលើកសរសើរគុណព្រះអង្គឬក៏ថាបើយើងមិនទេយើងធម្មតាចឹងទៅក៏បានឃើញទេអាហ្នឹងចាប់បានទេចឹង បាទលោកបាទ ហើយពា លោក ក់ គ្ ព័ រូ ន្ធ គ្ នឹង រូសូមចូលរួមចែកការពិតទៅការសិក្សាព្រះធម៌ការគោរពបើសិនជាយើងបដិបត្តិយើងគោរពបានប៉ុណ្ណាអត់តាមអធិស្ឋានយើងប៉ុន្តែបន់តាមកលៈកាលណាយើងគោរពបានល្អបន់យើងតាមនឹងយើងគោរពបានកលៈប៉ុណ្ណាទទួលបានប៉ុណ្ណឹង សាធុ អត់មានពីណាបខំទេគ្រាន់តែអាស្រ័យលើយើងទេយើងគោរពការគោរពសំខាន់ណាស់ សាធុមួយស្រីល្អ ចាការគោរពនឹងសំខាន់ណាស់ណា ហ្នឹង អញ្ចឹងយើងគ្រាន់ដូចចូលស្រោមដូចក្មួយចូលស្រោមហ្នឹងបើលោកសត្វតែថ្វាយបង្គំណាទោះมันបានទូលោកឬលោកមិនឃើញតែជាការគោរពលំអោនចិត្តកាលណាយើងសង្រួមឥន្ទ្រីយ៍យើងជ្រះថ្លាឃើញទេអញ្ចឹងណាអញ្ចឹងបនបានតាមនឹងបើយើងគោរពបានប៉ុណ្ណានឹងតាមអធិស្ឋានយើងបានកលៈតាមប៉ុណ្ណឹង សាធុអញ្ចឹងអើយមានអីទៀតទេបងប្អូនមានអ្នកឆ្ងល់ទេមិនអត់មានអ្នកឆ្ងល់អញ្ចឹងសិតចេះអស់ហើយមិនទៅស្រួលពេកណា អត់តន់ឆ្ងល់ទេលោកគ្រូចាំទៅ ដល់ មុខ ឆ្ងល់ហើយណា អត់ឆ្ងល់ មើលបើអត់ទាន់ឆ្ងល់ទៅទៀត លោកខ្ញុំឆ្ងល់រឿងមួយលោកគ្រូ ហើយឆ្ងល់ទៀតសួរអញ្ចឹង ធម្មតាដូចព្រះសិរីបតព្រះមកលៀនដឹងប្រវត្តិខ្លះលោកគ្រូដល់ពេលព្រះនរោត្តដូចមិនសូវដឹងប្រវត្តិលោកគ្រូដឹងប្រវត្តិព្រះនរោត្តលោកគ្រូដឹងថាផងលោកគ្រូ អត់សូវបានរៀនប្រវត្តិដែរប៉ុន្តែព្រះនរោត្តហ្នឹងលោកជាអ្នកសម័យក្រោយឯងអញ្ចឹងណាមិនជាសាវកសម័យមុនសម័យប្រមុខកលៀនអីទេអញ្ចឹងណា បាទលោកគ្រូ លោកសម័យក្រោយហ្នឹងដែរប្រវត្តិរឿងរ៉ាវអត់សូវបានរៀនទេ បាទលោកគ្រូ ព្រះអនុរុទ្ធិចារ្យលោកគ្រាន់តែជាអ្នករៀបរៀងចងក្រងគម្ពីរដែលឲ្យទុកឲ្យយើងរៀនទេត្រូវទេលោកគ្រូ ត្រូវហើយអ្នកសង្ខេបអភិធម្ម7កពីចេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអភិធម្មហ្នឹងអភិធម្ម3ដកវាមាន7កពីអញ្ចឹងណា បាទ មានមហាប្រធានបុគ្គលបញ្ញត្តិយមកៈធម្មសង្កណីអីចឹងទៅដល់ទៅពេលអ្នករចនាគម្ពីរអភិធម្មសង្ឃៈនេះគឺព្រះអនុរុទ្ធហ្នឹងលោកសង្ខេបនៃសេចក្តីសភាវៈនៃព្រះអភិធម្ម7កពីហ្នឹងមកជា9បរិឆេទនេះមានចិត្តចេតសិកនេះអញ្ចឹងណាក្នុងន័យអញ្ចឹងណា បាទ ហ្នឹងហើយហើយព្រះអនុរុទ្ធហ្នឹងដល់ស្ដាប់ទៅលោកមិនមែនជាព្រះអរហន្តទេលោកមិនទាន់សម្រេចជាព្រះអរហន្តទេប៉ុន្តែលោកជាអ្នកចេះដឹងច្រើននៅក្នុងពុទ្ធវចនៈហ្នឹងហើយលោកក៏ លោកឆ្លាត នៃសេចក្តីអភិធម្មហ្នឹងមកឲ្យយើងរៀនណាអញ្ចឹងណាក្នុងន័យហ្នឹងណាពីព្រោះយើងទៅមុខទៅទៀតយើងឃើញណា បាទលោកគ្រូបាទ ហ្នឹងហើយមើលខ្ញុំថែម៉ោងឲ្យតិចទៀតមើលរៀបបានតិចពេក Cô dục chữ ở cho cô យប់ជ្រៅបានប៉ុនច្រើន សំខាន់លោកគ្រូភាសាបាយនេះ បាច់សាជក់ បាច់សា លោកគ្រូភាសាបាយនៅលោកគ្រូ ភាសាបាយមកពីរោងចក្រម្ដងហើយដល់សុំតិចទៀតចុះណាព្រោះយើងវាអត់មានអីត្រូវឆ្ងល់សួរទេណាហ្នឹងហើយយើងស្ដាប់ឲ្យច្រើនតិចតោះអញ្ចឹងយើងមើលបន្តទៀតតកតងនឹងកេវលៈបណ្ណាមនេះក៏យើងបានសិក្សាហើយហើយយើងមើលខាងក្រោមបន្តទៀតពាក់ព័ន្ធនឹងបណ្ណាមៈគឺការថ្វាយបង្គំហើយនឹងបដិញ្ញានេះគឺបដិញ្ញាណាការបដិញ្ញាណាការបដិញ្ញាស្គាល់ពាក្យបដិញ្ញាថានឹងធ្វើអីមួយហើយតកតងក្នុងនេះគឺតកតងរឿងការរចនាគម្ពីរអភិធម្មសង្ឃៈយល់ទេចឹងតែខ្ញុំអត់និយាយច្រើនទេតោះខ្ញុំព្យាយាមមើលឲ្យបងប្អូនស្ដាប់ហើយមានឡើយណាឆ្ងល់ចាំយើងសួរគ្នាណាតោះអញ្ចឹងខាងក្រោមនេះគឺពាក់ព័ន្ធនឹងរឿងការថ្វាយបង្គំនិងការបដិញ្ញារបស់ព្រះអនុរុទ្ធគាថាថាសម្មាសម្ពុទ្ធៈបយលៈអភិធម្មសង្ឃហੰជាគាថាសម្ដែងនៅបណាមៈ
ហ្នឹងហើយការថ្វាយបង្គំនិងការបដិញ្ញាការថ្វាយបង្គំឈ្មោះថាបណាមៈការតាំងចិត្តឬបដិញ្ញាថានឹងពោលឬធ្វើនៅអ្វីមួយឈ្មោះថាបដិញ្ញាគេលោកបញ្យល់ហ្នឹងហើយអញ្ចឹងការបដិញ្ញាហ្នឹងមានន័យថាម៉េចបដិញ្ញាហ្នឹងបដិញ្ញានេះគឺបាលីបដិញ្ញានេះគឺខ្មែរអញ្ចឹងហ្នឹងហើយហើយមានន័យថាម៉េចបដិញ្ញាឬក៏បដិញ្ញាហ្នឹងដែលយើងធ្លាប់ប្រើហ្នឹងគឺមានន័យថាការតាំងចិត្តឬការបដិញ្ញានឹងពោលនៅអ្វីមួយឬការនឹងធ្វើនៅអ្វីមួយអញ្ចឹងពាក់ព័ន្ធនឹងគាថាខាងលើដែលមានសម្មាសម្ពុទ្ធធាំងបយលៈរហូតដល់អភិធម្មសង្ឃៈហ្នឹងគឺជាបណាមគាថានិងការបដិញ្ញាដូចខ្ញុំនិយាយខាងលើនេះកន្លែងនេះនេះកន្លែងនេះដែលមានអីគេសម្មាសម្ពុទ្ធធម្មៈតលੰសសទ្ធម្មៈកនុត្តមੰអភិវិទយៈភាសិសាំងអភិធម្មសង្ឃៈហ្នឹងជាគាថាដែលសម្ដែងអំពីការថ្វាយបង្គំនិងការបដិញ្ញានេះអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងយល់ហើយណាការពោលនៅបណាមវាចាយ៉ាងនេះក្នុងខាងដើមគម្ពីរជាទំនៀមរបស់អ្នករចនាគម្ពីរដែលប្ររពឡើងជាទំនៀមតគ្នាមកណាដើម្បីបញ្ជានៅសេចក្តីអន្តរាយដែលជាប្រយោជន៍តែជាប្រយោជន៍ដល់ការសម្រេចបាននៅគម្ពីរនោះដោយជោគជ័យហ្នឹងអញ្ចឹងការបដិញ្ញាចិត្តរបស់ការបដិញ្ញាហ្នឹងហើយការបដិញ្ញាតែយើងមើលបទថាសសទ្ធម្មៈមើលបទថាសម្មាសម្ពុទ្ធៈជាដើមសម្មាសម្ពុទ្ធៈហ្នឹងពាក្យថាសម្មាសម្ពុទ្ធៈហ្នឹងវាមកពីអីអញ្ចឹងណាធាំងពុទ្ធធាំងនេះសម្មាសម្ពុទ្ធធាំងហ្នឹងហើយសម្មាសម្ពុទ្ធធាំងហ្នឹងមកពីអីមកពីសម្មាបូកនឹងសង្ឃបូកនឹងពុទ្ធពុទ្ធធាំងសម្មាមានន័យសម្មាប្រែថាប្រពៃអញ្ចឹងសម្មាហ្នឹងមានន័យថាម៉េចមានន័យថាប្រពៃគឺមិនប្រែប្រួលទើបលោកពោលថាសម្មាចុះក្នុងអត្ថាអវិបរិតៈបានដល់សัพពញ្ញុតតញ្ញាណអញ្ចឹងយើងមើលបន្តិចពាក្យថាសម្មាប្រែថាប្រពៃហ្នឹងវាមិនប្រពៃនេះមានន័យថាវាមិនប្រែប្រួលវាមិនប្រែប្រួលហើយបានលោកថាទើបចុះក្នុងអត្ថាអវិបរិតៈគឺមិនប្រែប្រួលនឹងឯងអវិបរិតៈហ្នឹងគឺមិនប្រែប្រួលបានដល់អីគេបានដល់សัพពញ្ញុតតញ្ញាណអញ្ចឹងសម្មាក្នុងទីនេះអង្គធម៌បានដល់សัพពញ្ញុតតញ្ញាណអញ្ចឹងពីព្រោះអីពាក្យថាសម្មាប្រែថាប្រពៃហើយថាអប្រពៃហ្នឹងគឺអីគេអប្រពៃហ្នឹងគឺវាមិនប្រែប្រួលអញ្ចឹងហើយមិនប្រែប្រួលហ្នឹងអីគេគឺសัพពញ្ញុតតញ្ញាណនេះជាធម៌ដែលមិនប្រែប្រួលមិនប្រែប្រួលមានន័យថាម៉េចមានន័យថាវាអត់កើតរលត់ទេថាវាកើតរលត់ជាធម្មតាប៉ុន្តែមិនប្រែប្រួលក្នុងទីនេះសំដៅយកសัพពញ្ញុតតញ្ញាណគឺញាណដែលដឹងសពដឹងគ្រប់សពបែបយ៉ាងណាជាញាណរបស់ព្រះសម្មាសម្ពុទ្ធហើយសភាពនៃសัพពញ្ញុតញ្ញាណនេះវាមិនដែលប្រែប្រួលលក្ខណៈរបស់ខ្លួនពីការដែលជាធម្មជាតិដែលដឹងអារម្មណ៍គ្រប់យ៉ាងហ្នឹងឯងមានន័យថាវាជាធម្មជាតិដែលថាបើវាកាត់ឡើងមកវាប្រព្រឹត្តទៅគឺវាដឹងអារម្មណ៍គ្រប់យ៉ាងធម្មជាតិហ្នឹងជាមានន័យថាឧបមាចេះដូចថាភ្លើងធម្មតាភ្លើងក្តៅហ្នឹងមែនទេឲ្យតែភ្លើងគឺក្តៅហើយមែនទេបាទលោកគ្រូកើតពីអាចគោក៏ដោយភ្លើងហ្គាសក៏ដោយភ្លើងអីគេភ្លើងខ្ជុំក៏ដោយភ្លើងច្បើងក៏ដោយឲ្យតែភ្លើងគឺវាមិនដែលប្រែប្រួលលក្ខណៈរបស់វាមែនទេគឺវាដឹងតែក្តៅហ្មងអញ្ចឹងក្នុងន័យថាដែលសម្មាប្រែថាប្រពៃគឺមិនប្រែប្រួលក្នុងទីនេះគឺសំដៅយកសភាវៈគឺសัพពញ្ញុតតញ្ញាណនេះដែលជាធម្មជាតិសัพពញ្ញុតតញ្ញាណបកប្រែថាម៉េចមានន័យថាជាញាណគឺបញ្ញាវាអត់ដឹងវិញលោកគ្រូគឺដឹងហ្មងណាដែលដឹងគ្រប់សពបែបយ៉ាងសัพពៈនេះទូទៅទាំងអស់ទាំងពួងទាំងឡាយទាំងអស់ហ្នឹងឯងអញ្ចឹងហ្នឹងហើយដឹងសពដឹងគ្រប់មានន័យថារបស់ក្នុងโลกមានប្រប៉ុណ្ណាគឺព្រះសម្មាសម្ពុទ្ធគឺសัพពញ្ញុតតញ្ញាណនេះគឺដឹងបានប៉ុណ្ណឹងมันមានអ្វីទៅទើសតាក់ឯងសម្រាប់សัพពញ្ញុតតញ្ញាណនេះគឺញាណដែលដឹងគ្រប់សពបែបយ៉ាងអញ្ចឹងណាហើយសភាពនៃសัพពញ្ញុតតញ្ញាណនេះវាមិនដែលប្រែប្រួលលក្ខណៈសភាវៈរបស់ខ្លួនពីលក្ខណៈហ្នឹងឯងអញ្ចឹងប៉ុន្តែសួរថាវាកើតលុតទេសัพពញ្ញុតតញ្ញាណនេះកើតលុតទេកើតលុតវាកើតលុតជាធម្មតាពាក្យថាប្រែប្រួលក្នុងទីនេះមិនមែនវាតាំងនៅអត់ផ្លាស់ប្ដូរទៅណាមានន័យថាគេសំដៅយកសភាវៈជាលក្ខណៈរបស់សัพពញ្ញុតតញ្ញាណហ្នឹងអញ្ចឹងយើងយល់បានទេយល់លោកគ្រូឡើយហ្នឹងបើសិនជាលុតលុតត្រាតែព្រះសម្មាសម្ពុទ្ធព្រះប្រពៃពៀនលោកគ្រូចូលមែនទេវា
សព្វញ្ញុតញ្ញាណហ្នឹងតើតើលោកបង្អោនចិត្តទៅបើវាកើតឡើងអញ្ចឹងទៅបើលោកធម្មតាគឺលោកឃើញឮធំក្លិនលិតរស់អីដូចតែយើងអញ្ចឹង អឺ ណាប៉ុន្តែបើលោកចង់ដឹងលោកបង្អោនចិត្តទៅដោយសព្វញ្ញុតញ្ញាណទៅលោកដឹងអញ្ចឹងទៅលោកចង់ដឹងអី អូ អញ្ចឹង តគ្រូត ពេល ណា អញ្ចឹងមានន័យថាពេលដែលលោកមិនបង្អោនចិត្តដើម្បីដឹងក៏វាធម្មតាអញ្ចឹងទៅអញ្ចឹងមានន័យថាវាអត់មានទេប៉ុន្តែដល់ពេលលោកបង្អោនចិត្តដើម្បីដឹងដោយអំណាចសម្បញ្ញុតញ្ញាណហ្នឹងលោកដឹងបានអញ្ចឹងវាកើតឡើងអញ្ចឹងទៅឃើញហើយវាកើតឡើងវាកើតអលត់អីជាធម្មតា យល់គ្រូយល់តអញ្ចឹងគ្រូ ប៉ុន្តែនៅពេលដែលវាកើតឡើងមកម្ដងគឺវាប្រព្រឹត្តទៅជាភាពជាអីគេភាពជាធម៌ដែលមានសភាពដឹងបានគ្រប់យ៉ាងមិនទៅតាក់ ដឹងរឿងគ្រប់យ៉ាង លក្ខណៈរបស់វាហ្នឹងវាមិនដែលចោលលក្ខណៈរបស់ខ្លួនទេគឺសព្វញ្ញុតញ្ញាណណាអញ្ចឹងសម្មាក្នុងទីនេះមានន័យថាម៉េចប្រពៃហើយអប្រពៃហ្នឹងម៉េចបានថាប្រពៃត្រង់ថាវាមិនប្រែប្រួលហើយវាមិនប្រែប្រួលហ្នឹងគឺបានដល់អីគេសម្មានេះរបស់អីគេដែលថាប្រពៃណាគឺសព្វញ្ញុតញ្ញាណហ្នឹងឯងអញ្ចឹងហើយបានក្នុងទីនេះថាសម្មាតែថាប្រពៃទើបលោកពោលថាសម្មាចុះក្នុងអត្តហ្នឹងមានន័យថាមានន័យថាអញ្ចឹងណាអត្តនេះពាក្យថាអត្តហ្នឹងគឺមានន័យថាអត្ថៈហ្នឹងគឺនៃសេចក្តីអ្វីដែលធ្វើឲ្យយើងយល់បានគេហៅថាអត្តបល័យគេថាអត្ថៈដល់ពេលខ្មែរគេថាអត្ថន័យពាក្យថាន័យហ្នឹងមានន័យថាអ្វីដែលយើងអាចយល់បានអ្វីដែលយើងអាចយល់បានដែលយើងអាចកាន់យកបានណាវាធ្វើឲ្យយើងយល់បានណាហើយដល់ពេលសម្មានេះវាមានន័យថាម៉េចវាមានន័យថាมันប្រែប្រួលចុះក្នុងអត្ថអវិបរិតៈហ្នឹងគឺវាមិនប្រែប្រួលហើយមិនប្រែប្រួលមកដល់គេគឺសព្វញ្ញុតញ្ញាណអញ្ចឹងសម្មាក្នុងទីនេះគឺបានដល់សព្វញ្ញុតញ្ញាណសព្វញ្ញុតញ្ញាណនេះគឺគេគឺញាណគឺបញ្ញាដែលដឹងសពគ្រប់ដឹងអារម្មណ៍គ្រប់យ៉ាងអញ្ចឹង ចា ហ្នឹងយើងមើលមួយទៀតតាំងមានន័យថាម៉េចតាំងប្រែថាឯងឬដោយខ្លួនឯងមានអត្តស្មើនឹងបទថាតយ៉ាងឬសមាំងមានន័យថាសយ៉ាងហ្នឹងមានន័យថាម៉េចឯងដូចតែគ្នាហ្នឹងសមាំងហ្នឹងក៏ឯងដែរអញ្ចឹងមកពីតាំងនេះតាំងប្រែថាឯងឬខ្លួនឯងមានអត្តស្មើនឹងអីគេមានន័យថាអាពីរហ្នឹងក៏ស្មើនឹងពាក្យថាសាំងហ្នឹងដែរមានន័យថាឯងដូចគ្នាហ្នឹងដែរអញ្ចឹងណាតោះហ្នឹងតើតើបល័យពុទ្ធៈប្រែថាដឹងត្រាស់ដឹងចាក់ធ្លុះបានដល់ការកាត់កិលេសទាំងអស់ដោយសមុច្ឆេទគឺបញ្ញាគឺបញ្ញាចេតសិកដែលកើតរួមជាមួយនឹងអរហត្តមគ្គចិត្តអរហត្តមគ្គចិត្តនិងអរហត្តមគ្គនិងផលហ្នឹងចិត្ត អញ្ចឹងពុទ្ធៈក្នុងទីនេះបានដល់តួបញ្ញាទេកាត់កិលេសហើយបញ្ញាដែលកាត់កិលេសទាំងអស់គឺកាត់កិលេសដោយសមុច្ឆេទគឺបញ្ញានៅទីណាគឺបញ្ញាដែលកើតនៅក្នុងអរហត្តមគ្គនិងអរហត្តផលនេះឯងហើយអាហ្នឹងយើងត្រូវបញ្យល់ទីទៀតថាម៉េចថាកិលេសវាមាន3ថ្នាក់កិលេសវាមានកិលេសក្រោតក្រៀតគេហៅថាវិតក្កមកិលេសកិលេសដែលមួយទៀតគេហៅថាបរិយុទ្ធានហ្នឹងហើយមួយទៀតគេហៅថាអនុស័យកិលេសហ្នឹងដោយវាល្អិតវាដេកត្រាំនៅក្នុងសន្តានណាហ្នឹងហើយស្អិតជាប់តាមលំដាប់លំដោយដេកត្រាំក្នុងសន្តានចិត្តរបស់យើងហ្នឹងដែលត្រូវកាត់ផ្ដាច់ដោយបញ្ញាដែលកើតក្នុងអរហត្តមគ្គនេះអញ្ចឹងកាត់ផ្ដាច់ដោយគេកាត់ផ្ដាច់ដោយសមុច្ឆេទអាការកាត់កិលេសហ្នឹងក៏វាមាន3ថ្នាក់ដែរវាមានតទាំងកៈបហាណៈវាមានវឹកខំបណៈបហាននិងសមុច្ឆេទបហានអញ្ចឹងតកតងនឹងសមុច្ឆេទបហាននេះមានន័យថាការកាត់ផ្ដាច់ដោយមិនមានសេះសល់មានថាអស់អាលីងពីក្នុងសន្តានមកដូចវាថាដូចបើយើងប្រៀបធៀបពីទឹកនៅក្នុងឆ្នាំងវិញវាពុះដល់អស់អាលីងពីក្នុងឆ្នាំងតែហ្មងណាវាអស់អាលីងហ្នឹងហើយថាជីកស្មៅជីកទាំងរឹសមានថាបើសិនជានេះកាត់ដែលគេហៅថាកាត់កិលេសទាំងអស់កាត់ជាសមុច្ឆេទហ្នឹងមានថាអស់កិលេសក្នុងសន្តានហ្នឹងអាលីងហ្មងវាអត់មានកើតក្នុងសន្តានហ្នឹងទេក្នុងសន្តាននៃចិត្តហ្នឹងអត់មានកិលេសសំបីតែបន្តិចបន្តួចអត់មានដែរអញ្ចឹងពាក្យថាកាត់កិលេសដោយសមុច្ឆេទហ្នឹងគឺកិលេសហ្នឹងវាត្រូវបានកាត់ផ្ដាច់ដោយពេលដែលបញ្ញាកើតឡើងក្នុងអរហត្តមគ្គចិត្តហ្នឹងអរហត្តមគ្គនេះគឺជាកម្ពូលនៃ
លោកកតរធម៌ហើយអញ្ចឹងវាមានសោតាបតមៈសោតាសកតិអនាគាអរហត្តពេលអរហត្តមៈកើតឡើងក្នុងសន្តានហ្នឹងទៅជាព្រះវាខ្លាចទៅជាព្រះអរហន្តហើយដោយសារអីដោយសារអរហត្តមៈនេះកើតឡើងវាកាត់ផ្ដាច់កិលេសអស់អាលីងមកហើយបញ្ញាដែលកើតក្នុងអរហត្តមគ្គចិត្តនឹងឯងវានឹងកាត់ផ្ដាច់កិលេសដោយសមុជឆេតអញ្ចឹងងាកមកវិញពាក្យថាពុទ្ធធាំងពាក្យថាពុទ្ធធាំងប្រែថាដឹងត្រាស់ដឹងក្នុងទីហ្នឹងគឺបានដល់ការចាក់ធ្លុះដឹងត្រាស់ដឹងឬចាក់ធ្លុះបានដល់ការកាត់កិលេសអញ្ចឹងអាដឹងនឹងដឹងអីគេដឹងគឺសំដៅដល់បញ្ញាពាក្យថាត្រាស់ដឹងឬក៏ចាក់ធ្លុះនឹងបានដល់បញ្ញានៅក្នុងអរហត្តមគ្គចិត្តដែលប្រព្រឹត្តទៅដើម្បីការកាត់កិលេសដោយសមុជឆេតអញ្ចឹងណាហ្នឹងហើយលោកប្រាក់ថាម៉េចបើតាមន័យខាងលើនេះត្រូវចង់វឹកហាក់ថាសម្មាសម្មាំងចៈសព្ពធម្មេពុច្ចតិតិសម្មាសម្ពុទ្ធោប្រែថាបុគ្គលអ្នកដឹងត្រាស់ដឹងនៅធម៌ទាំងពួងដោយប្រពៃគឺសัพពញ្ញុត្តញ្ញាណនិងដោយព្រះអង្គឯងគឺសយំពូញាណឈ្មោះថាសម្មាសម្ពុទ្ធៈឃើញទេយល់ទេយល់ហ្នឹងហើយហើយđâyបានគេសរុបមកវិញមានន័យថាគេបញ្យល់យើងអញ្ចឹងណាគេបញ្យល់យើងពាក្យថាសម្មាសម្ពុទ្ធៈហ្នឹងវាមានន័យថាម៉េចអញ្ចឹងគេកាត់បត់ពាក្យនឹងមួយប្រែប្រាប់យើងនេះអញ្ចឹងបានមើលសរុបជារួមមកយើងឃើញថាម៉េចយើងឃើញថាប្រែថាម៉េចប្រែថាសម្មាសម្ពុទ្ធៈនេះសម្មាសម្ពុទ្ធៈនេះទៅជាសម្មាសម្ពុទ្ធោនេះប្រែថាម៉េចថាបុគ្គលអ្នកដឹងឬត្រាស់ដឹងណានៅធម៌ទាំងពួងដោយប្រពៃគឺសព្វញ្ញុត្តញ្ញាណនិងដោយព្រះអង្គឯងគឺសយំពូញាណឈ្មោះថាព្រះសម្មាសម្ពុទ្ធឈ្មោះថាសម្មាសម្ពុទ្ធយ៉ាងណាចេះខ្លះហ៎ចេះលោកគ្រូហ្នឹងហើយ លោកគ្រូមានដឹងដែរក៏ដឹងថាពាក្យថាតាំងនេះមានន័យថាម៉េចដោយឯងឬដោយខ្លួនឯងមានន័យថាអត់មានគ្រូមានថាមានគ្រូណាបរៀនមានគ្រូណាបញ្យល់ទេគឺថាលោកសំបារមីមកលោកដឹងដោយឯងមកពេលពុទ្ធធាំងក្នុងទីនេះមានន័យថាក្របអីខ្លីពុទ្ធធាំងក្នុងទីនេះយើងប្រើពាក្យថាដឹងត្រាស់ដឹងចាក់ធ្លុះអីក៏ប្រើទៅប៉ុន្តែសំដៅដល់អីគេគឺបញ្ញាដែលកាត់កិលេសជាសមុជឆេតហើយបញ្ញាដែលកាត់កិលេសជាសមុជឆេតហ្នឹងបញ្ញាដែលកើតនៅក្នុងអីគេកើតក្នុងអរហត្តមគ្គនិងអរហត្តផលចិត្តអញ្ចឹងណាលោកគ្រូសុំកន្លែងកិលេសមាន3លោកគ្រូសុំជាភាសាបាលីមកលោកគ្រូស្រួលបានកិលេសវាមាន3ថ្នាក់អញ្ចឹងណាវាមានវិតក្កមៈលោកគ្រូអាចសរសេរបានទេលោកគ្រូបាទបានចាំមើលខ្ញុំសរសេរវិតក្កមៈកិលេសយើងសរសេរវិតក្កមៈកិលេសវិតក្កមៈកិលេសអានេះសមមកអញ្ចឹងកិលេសក្រោតគ្រៀតវិតក្កមៈកិលេសហ្នឹងមួយទៀតគេហៅថាបរិយុទ្ធានកិលេសឥឡូវចេះឥឡូវចាំមើលខ្ញុំយកនេះយកមកឲ្យមើលហ្មងប៉ុន្តែសុំទៅពាក្យសិនចាំស្អែកចាំសរសេរឲ្យសរសេរជា slide ឲ្យហ្មងអញ្ចឹងបាទឥឡូវយើងមើលប៉ុណ្្នឹងសិនចុះហើយក៏អូសម៉ោងច្រើនដែរអានេះថែមម៉ោងឲ្យយល់ខ្លះណាបងប្អូនយល់ខ្លះហ៎យល់លោកគ្រូច្បាស់ហ្មងមួយស្ដីយល់ច្បាស់ជាងគេបាទមួយគាត់ឆ្លាតបាទចឹងសរុបមកវិញឡើងចិត្តមករៀនព្រឹសលោកគ្រូយើងជាយើងមើល live ថែមទៀតណាបាទយ៉ាងណាឥឡូវមិនមានអីសួរទេមែនទេបងប្អូនមានអីសួរទេមានអីសួរទេលោកគ្រូសូមអធិស្ឋានខ្ញុំសូមចេញមុនលោកគ្រូណាបាទតាមផ្លូវគ្រូយកទៅបាទអរគុណច្រើនអញ្ចឹងខ្ញុំក៏សូមបញ្ចប់ត្រឹមនឹងចុះណាហ្នឹងហើយអញ្ចឹងយើងខមាទោសទាំងអស់គ្នាបងអូនចិត្តខមាទោសទាំងអស់គ្នាណាមានអីចាំយើងស្អែកចាលោកគ្រូហ្នឹងហើយពុទ្ធេយោលិតោតោសោពុទ្ធោមតតាំងមេមាំងធម្មេយោខលិតោតោសោធម្មោមតតាំងមេមាំងសង្ឃេយោខលិតោ
តូសោសង្ឃោខំបាក់តូតាំងម៉ែម៉ាងអញ្ចឹងខ្ញុំកាលណាសូមនមស្ការ អរគុណលោកគ្រូ លានិងជម្រាបលាបងប្អូនអរ លោកគ្រូជំរាបលាលោកគ្រូ ជម្រាបលា បាទបាទ អរគុណច្រើន